រឿងព្រាយតើឯងត្រឡប់មកវិញធ្វើអីលោកម្ចាស់គឺពួកវាហៅព្រះសង្ឃនោះឲ្យមកជួយបណ្ដេញខ្ញុំចេញឥឡូវនេះខ្ញុំអស់រត់ហើយលោកម្ចាស់មកពីញោមកាលនៅរស់មានចិត្តច្រណែនឈ្នាននេះគេទើបស្លាប់ទៅជាខ្មោចហើយមិនចង់ឲ្យគេបានសុខទៀតហើយរឿងត្រូវអំពើគេនៅក្នុងភូមិមួយឈ្មោះថាភូមិគោកចាស់មានប្រជាជនរស់នៅយ៉ាងច្រើនកកនៅរដូវប្រាំងអ្នកភូមិដាំដំណាំបន្លែរីឯនៅរដូវវស្សាអ្នកភូមិធ្វើស្រែចម្ការជាប្រចាំគ្រប់គ្រួសារឪវីអើយឪវីនេះភ្លឺហើយណាមេឃទើបតែភ្លៀងយប់មិញតើថ្ងៃនេះឯងទៅស្រែទេខ្ញុំទៅតើឯងថ្ងៃនេះខ្ញុំត្រូវទៅស្រែភ្ជួរឲ្យវាទាន់គេផងល្អហើយអញ្ចឹងខ្ញុំទៅរៀបចំបាយទឹកទុកឲ្យឯងហូបណាអញ្ចឹងខ្ញុំទៅរៀបចំគោរទេសសិនប្តីប្រពន្ធទាំងពីរនាក់នេះក៏ទៅធ្វើការរៀងខ្លួនឆាប់មកវិញណាឯងខ្ញុំដាំបាយចាំមកវិញហូបទាំងអស់គ្នាណាបាទប្រពន្ធសំឡាញ់ម៉ែខ្ញុំចង់ទៅស្រែជាមួយពុកដែរកូនណាទៅធ្វើអីនាំតែរំខានពុកឯងទេណាកូនណាឲ្យកូនទៅដែរទៅពុកកូនណាមិនធ្វើឲ្យពុកពិបាកទេចង់ទៅក៏ទៅគ្រាន់បានពុកប្រើឲ្យយកនេះយកនោះផងអរគុណហើយពុកពួកគេក៏រៀបចំធ្វើដំណើរចេញទៅនៅតាមផ្លូវទៅវាលស្រែទេសភាពពិតជាស្រស់ស្អាតណាស់ធ្វើឲ្យចិត្តឆាលីសប្បាយក្រៃលែងពេលទៅដល់ស្រែចម្លែកណាស់ដូចជាមានទឹកហូរពីណាហូរចូលស្រែខ្ញុំច្រើនយ៉ាងនេះតើបែបនេះលិចស្រែអស់ហើយពេលនោះគាត់ក៏ឃើញមនុស្សម្នាក់កំពុងតែបង្ហូរទឹកពីស្រែរបស់ខ្លួនចូលទៅស្រែរបស់គាត់ណែលបងហេតុអីក៏លបងមកបង្ហូរទឹកចូលស្រែខ្ញុំបែបនេះយាយខ្ញុំគ្រាន់តែបង្ហូរបន្តិចទួញបានទេអីមិនមែនថាមិនបានទេលបងប៉ុន្តែលបងគួរតែប្រាប់ខ្ញុំជាមុនសិនមុននឹងលបងបង្ហូររឿងអីខ្ញុំត្រូវប្រាប់នោះលបងខ្ញុំឲ្យលបងប្រាប់ព្រោះថាពេលដែលលបងបង្ហូរទឹកចូលខ្ញុំនឹងបង្ហូរទឹកចេញដែរព្រោះអីស្រែខ្ញុំនេះវាជិតបលាយស្រួលបង្ហូរទឹកចេញចូលណាមួយបើខ្ញុំមិនដឹងនោះទឹកពេញស្រែតែខ្ញុំភ្ជួរមិញកើតទៅលបងយ៉ាងម៉េចឯងអាងស្រែឯងនៅជិតបលាយមែនទេមិនមែនទេលបងបានហើយអស់ចាស្អីទៅយើងបិទភ្លឺឲ្យវិញក៏បានដែរទៅអញ្ចឹងទៅពុកមានរឿងអីហ្នឹងគ្មានរឿងស្អីទេកូនពូសៅក៏បិទភ្លឺស្រែឲ្យពូជឿនរួចក៏ដើរចេញទៅបាត់ទៅតោះឆាលីកូនរៀបចំទៅផ្ទះវិញថ្ងៃណាស់ហើយបាទពុកមកដល់ផ្ទះពុកវីមកដល់ផ្ទះវិញហើយមែនហើយម៉ែវីមើលនាំកូនទៅងូតទឹកសិនទៅណាមកវិញនឹងបានហូបបាយបាទម៉ែវីពេលកំពុងហូបបាយពូជឿនក៏និយាយរឿងដែលកើតឡើងនៅឯស្រែម៉ែវីឯងដឹងទេលបងសៅនៅចុងភូមិដែលមានស្រែជាប់យើងនោះណាគាត់បង្ហូរទឹកដាក់ស្រែយើងឡើងចង់ពេញទៅហើយសំណាងឲ្យខ្ញុំឃើញទាន់ហើយនិយាយជាមួយគាត់ពី3ម៉ាត់កុំអីឯងអើយស្រែយើងលិចអស់ហើយខ្ញុំនិយាយជាមួយគាត់ស្រួលបួលហើយគាត់តបមកខ្ញុំវិញទាំងឆ្លើយគ្មានក្រមសីលធម៌ក្នុងការនិយាយស្ដីសោះហើយឯងទៅតតាំងជាមួយគាត់ធ្វើអីមកភូមិនេះអ្នកណាមិនដឹងថាលោកបងសៅនៅចុងភូមិជាមនុស្សបែបណាមួយភូមិនេះណាគ្មានអ្នកណាហ៊ាននឹងគាត់នោះទេវាអត់បាននឹងណាម៉ែវាអាសៅនោះវាអាងវាចេះវិជាអាក្រក់បន្តិចបន្តួចវាធ្វើអីមិនចេះក្រែងចិត្តគេឯងសោះបានហើយឈប់និយាយរឿងនេះទៅថ្ងៃក្រោយឯងកុំទៅឆ្លោះជាមួយមនុស្សបែបនេះទៀតណាប្រយ័ត្នមានរឿងដល់ខ្លួនបាទខ្ញុំដឹងហើយ
ថ្ងៃមួយពូជឿនធ្វើដំណើរទៅលេងផ្ទះបងប្អូនជាមួយឆាលីហើយក៏ត្រឡប់មកវិញដើរកាត់តាមផ្ទះពូសៅឈរសម្លក់ពូជឿននៅមុខផ្ទះតែពូជឿនធ្វើមិនដឹងតែឆាលីឃើញក៏និយាយពុកកូនឃើញអំសៅឈរសម្លក់ពុកពុកក៏ឃើញដែរតែពុកមិនមាត់នឹងណាឯងបាច់ខ្វល់ទេកូនបាទពុកស្អែកឡើងពូជឿនក៏មានអារម្មណ៍ថាមិនស្រួលខ្លួនឯងអើយថ្ងៃនេះជួយទៅទិញថ្នាំឲ្យខ្ញុំលេបបន្តិចផងខ្ញុំមានអារម្មណ៍ថាដូចជាមិនស្រួលក្នុងខ្លួនយ៉ាងម៉េចមិនដឹងទេបើឯងមិនស្រួលខ្លួនក៏សម្រាកសិនទៅចាំខ្ញុំទៅទិញថ្នាំឲ្យហើយចុះឯងមានអាការៈយ៉ាងម៉េចដែរវាចេះតែរសាប់រសល់មិនសូវមានកម្លាំងហើយឈឺក្បាលនឹងណាម៉ែវាចាំខ្ញុំទៅទិញឲ្យឆាលីយ៉ាកុំទៅណាផ្ដេសផ្ដាស់នៅចាំផ្ទះហើយមើលពុកឯងផងណាបាទម៉ែមីងលៀបក៏ទៅផ្ទះគ្រូពេទ្យផ្សំថ្នាំបាត់ទៅនៅផ្ទះពេទ្យផ្សំថ្នាំលោកបងដែនណាបាទមានការអីប្អូនលៀបគឺខ្ញុំមកនេះចង់ឲ្យលោកបងផ្សំថ្នាំឲ្យប្តីខ្ញុំបន្តិចនឹងណាអូហើយចុះលោកបងជឿនមានអាការៈយ៉ាងណាដែរឮប្រាប់ខ្ញុំថាចេះតែរសាប់រសល់ក្នុងខ្លួនអស់កម្លាំងហើយឈឺក្បាលមិនអីទេអង្គុយលេងសិនទៅណាខ្ញុំហៅប្រពន្ធខ្ញុំឲ្យមកអង្គុយលេងជាមួយខ្ញុំនឹងទៅផ្សំថ្នាំបន្តិចឯងអើយចូលមកក្រោមមកអង្គុយនិយាយលេងជាមួយអ្នកលៀបបន្តិចទៅខ្ញុំទៅផ្សំថ្នាំពេលនោះសំភីប្រពន្ធពូដែនក៏ចុះមកអើយបងលៀបទេអីនេះបងមកផ្សំថ្នាំអីចុះអ្នកណាគេឈឺគឺប្តីរបស់ខ្ញុំនឹងណាគាត់មិនស្រួលខ្លួនឯងនៅនេះហើយណាខ្ញុំទៅផ្សំថ្នាំមួយផ្លែតទៅចុះឯងសំភីនេះឯងតាំងពីបានបងដែនមកឯងស្រស់ស្អាតជាងមុនទៀតណបងចេះតែសរសើរខ្ញុំហើយតែនិយាយទៅតាំងពីរៀបការមកបងដែនណាគាត់មិនសូវឲ្យខ្ញុំធ្វើអីទេទោះគាត់ចាស់ជាងខ្ញុំច្រើនមែនតែគាត់ល្អនឹងខ្ញុំណាអញ្ចឹងល្អហើយពេលនោះពូដែនក៏មកដល់កំពុងនិយាយពីអីនឹងគ្មានអីទេឯងគ្រាន់តែខានជួបបងលៀបយូរក៏សួរសុខទុក្ខគ្នាបន្តិចហ្នឹងណាអូអញ្ចឹងទេហើយនេះណែថ្នាំរួចរាល់ហើយអស់ថ្លៃប្រហែលដែរហូយមិនបាច់ឲ្យប្រាក់អីទេបន្តិចបន្តួចសិតតែអ្នករាប់អានគ្នាតើដូចជាមិនសមទេដឹងមានអីថាមិនសមខ្ញុំនឹងបងរាប់អានគ្នាយូរហើយរឿងប៉ុណ្ណឹងសោះនឹងបងអរគុណអ្នកទាំងពីរច្រើនហើយអញ្ចឹងចាបងមិនអីទេអញ្ចឹងខ្ញុំទៅវិញសិនហើយណាមីងលៀបក៏ត្រឡប់ទៅផ្ទះវិញបាត់ទៅមកដល់ផ្ទះស្រាប់តែឆាលីរត់មកយ៉ាងប្រញាប់ម៉ែឆាប់ឡើងពុកមិនស្រួលខ្លាំងហើយម៉ែពុកឯងកាត់អីខ្លាំងឆាលីពុកក្តៅខ្លួនខ្លាំងហើយមុខគាត់ឡើងស្លេកអស់ហើយម៉ែឆាប់យកទឹកជូតខ្លួនឲ្យពុកឯងទៅម៉ែទៅដាំថ្នាំបាទម៉ែពុកវីឯងចាំមិនហើយឯងលាបថ្នាំបន្តិចទៅណាណែពេលពូជឿនលេបថ្នាំហើយគាត់ក៏រៀងបានធូរស្បើយជាងមុនបន្តិចហើយគាត់ក៏សម្រាកបាត់ទៅឆាលីចុះពុកឯងចាប់ផ្ដើមធ្ងោបែបនេះតាំងពីពេលណាមកបាទគឺតាំងពីពេលម៉ែចេញទៅបាត់មួយសន្ទុះមកកូនភ័យខ្លាំងណាស់ម៉ែបានហើយកូននៅមើលពុកកូនទៅណាម៉ែទៅដាំបាយបាទម៉ែយប់ឡើងពេលកំពុងដេកឆាលីក៏ក្រោកទៅឈឺនោមក៏ឃើញស្រីម្នាក់សក់ក្បាលកន្ទ្រើងមុខគួរឲ្យខ្លាចភ្នែកក្រហមអង្គុយនៅលើពុករបស់វាហើយយកដៃច្របាច់កពុករបស់វាក៏ស្រែកអើយម៉ែជួយពុកផងម៉ែជួយពុកផងមានគេច្របាច់កពុកហើយម៉ែឯណាឆាលីមានឃើញឯណាកុំស្រែកផ្ដេសផ្ដាស់ណាប្រយ័ត្នពុកឯងភ្ញាក់ណាកូនតែកូនបានឃើញពិតមែនកូនឃើញមនុស្សស្រីម្នាក់អើយគួរឲ្យខ្លាចខ្លាំងណាស់ដេកទៅកូនណាកូនប្រហែលជាមកមើលហើយ
ព្រឹកឡើងមន់រងាវសភាពពូជឿនកាន់តែធ្ងន់ធ្ងររហូតដល់ប្រកាច់ពុកវាឯងកើតអីនឹងពុកវាឯងកុំបំភ័យខ្ញុំណាពុកឆាលីឯងរត់ទៅហៅពេទ្យដែនមកឲ្យលឿនឡើងកូនបាទម៉ែពុកវាឯងកុំកើតអីណាពុកវាឆាលីបានរត់សម្ដៅទៅផ្ទះពូដែនហើយប្រាប់គាត់ឲ្យប្រញាប់មកមើលពុករបស់គេយ៉ាងម៉េចហើយលៀបបងជឿនគាត់យ៉ាងម៉េចហើយម្សិលមិញក៏មិនស្រួលខ្លួនដែរតែខ្ញុំឲ្យផឹកថ្នាំក៏លែងអីតែព្រឹកនេះមិនដឹងយ៉ាងម៉េចទេស្លាប់តែប្រកាច់បែបនេះចាំមើលខ្ញុំពិនិត្យមើលសិនអេចម្លែកណាស់ខ្ញុំពិនិត្យមើលហើយវាដូចជាគ្មានខុសប្រក្រតីអីទេតែហេតុអីបានជាបងជឿនប្រកាច់បែបនេះណោះតាមមើលទៅមិនមែនបងជឿនឈឺទេប្រហែលជាមានហេតុណាមួយហើយមានតែវិធីមួយទេបើយើងមើលតាមវិជ្ជាពេទ្យមើលមិនឃើញគឺមានតែពឹងផ្លូវក្នុងម្ដងហើយផ្លូវក្នុងយ៉ាងម៉េចទៅនិមន្តព្រះសង្ឃមកឲ្យព្រះអង្គជួយប្រោះព្រំទឹកមុនព្រោះមើលទៅលបងជឿនដូចជាត្រូវអំពើគេហើយលៀបទៅនិមន្តព្រះសង្ឃដែលប្រកាយជាងគេខាងដោះអំពើមកខ្ញុំនៅមើលលបងជឿនឲ្យចាខ្ញុំទៅហើយនិយាយរួចមីងលៀបក៏ប្រញាប់ប្រញាល់ទៅវត្តកណាថ្វាយបង្គំបដិជគុណញោមរកអាត្មាមានការអីមែនទីមានលោកបងកណាសូមនិមន្តលោកបងទៅផ្ទះព្រោះមានការបន្ទាន់ឲ្យបដិជគុណជួយមិនអីទេចាំអាត្មាទៅព្រះសង្ឃក៏និមន្តតាមមីងលៀបទៅផ្ទះមកដល់ផ្ទះបដិជគុណជួយមើលប្តីខ្ញុំកណាផងមិនដឹងជាកើតអីទេប្រហែលថ្ងៃនេះគ្រូពេទ្យមើលមិនឃើញថាកើតជំងឺអ្វីទេហើយថ្ងៃនេះស្រាប់តែប្រកាច់បែបនេះចាំអាត្មាជួយមើលព្រះអង្គក៏បានបិទព្រះនេត្ររួចសូត្រនៅមន្តគាថាពូជឿនក៏បានដឹងខ្លួនបដិជគុណពិតជាមានមន្តវិជ្ជាប្រកែមែនម៉ែពុកដឹងខ្លួនហើយម៉ែមែនឯកូនពុកវាយ៉ាងម៉េចហើយតើខ្ញុំកើតអីមែនទេម៉ែវាខ្ញុំហាក់ដូចជាមិនសូវមានកម្លាំងកំហែងក្នុងខ្លួនសោះគឺឯងត្រូវអំពើគេនឹងណាសំណាងណាស់ដែលបដិជគុណជួយដោះឲ្យណាពិតមែនហើយម៉ែវាកណាសូមអរព្រគុណណាស់ដែលបានជួយរំដោះកណាពីអំពើខ្មៅងងឹតនោះមិនអីទេញោមអាត្មាមានទួនាទីសង្គ្រោះជីវិតសត្វលោកហើយញោមកុំភ្លេចឧស្សាហ៍ទៅរំដោះគ្រោះចង្រៃនៅវត្តផងដើម្បីការពារពួកព្រាយបិសាចដែលចង់យាយីធ្វើបាបយើងហើយអាត្មាមានតែអំបោះដៃទុកឲ្យញោមចងការពារក្រែងលោកមានពួកព្រាយបិសាចវាចង់យាយីទៀតកណាសូមប្រគិនថវិកានិងអង្គខ្លះជូនបដិជគុណអស់ការហើយអាត្មាត្រឡប់ទៅវត្តវិញហើយណាញោមមីងលៀបក៏ជូនព្រះសង្ឃទៅវត្តវិញទៅរីឯនាងព្រាយវិញពេលចេញពីខ្លួនពូជឿនហើយក៏ត្រឡប់ទៅរកម្ចាស់វាវិញនៅក្នុងផ្ទះមួយចុងភូមិពូសៅកំពុងទៅសូត្រមន្តអាគមនៅមុខអាសនៈរបស់គាត់នាងព្រាយតើឯងត្រឡប់មកវិញធ្វើអីលោកម្ចាស់គឺពួកវាហៅព្រះសង្ឃនោះឲ្យមកជួយបណ្ដេញខ្ញុំចេញឥឡូវនេះខ្ញុំអស់រឹកហើយលោកម្ចាស់នាងព្រាយក៏រលាយចេញទៅបាត់ទៅហើយត្រូវធ្លាក់ទៅឋាននរករីឯពូសៅដោយការចាញ់ដៃរបស់ព្រះសង្ឃម្ដងតែគាត់មិនអស់ចិត្តនឹងមានចិត្តចង់សម្លាប់ពូជឿនឲ្យបាននោះក៏ប្រើអសុរកាយមួយទៀតឲ្យទៅសម្លាប់ពូជឿនម្ដងណែអសុរកាយយើងចាំឯងយូរហើយថ្ងៃនេះដល់ពេលដែលឯងត្រូវធ្វើកិច្ចការមួយឲ្យយើងហើយលោកម្ចាស់មានការអីចូលប្រើខ្ញុំមកចោឯងឆាប់ទៅចូលសន្ធិដ្ឋក្នុងខ្លួនអាជឿនហើយស៊ីគ្រឿងក្នុងវាធ្វើឲ្យវាឈឺចាប់ដល់ស្លាប់ទៅទទួលបញ្ជាលោកម្ចាស់អសុរកាយក៏ហោះទៅផ្ទះពូជឿន
ពេលមកដល់ផ្ទះពូជឿនអសរកាយបានឃើញពូជឿននៅមុខផ្ទះតាមលោកម្ចាស់រៀបរាប់អាមួយនេះហើយជាអាជឿនសត្រូវរបស់គាត់យើងចូលក្នុងខ្លួនវាស៊ីគ្រឿងក្នុងវាសិនអូយហេតុអីចូលខ្លួនវាមិនបានយើងចូលម្ដងទៀតសិនអូយឈឺណាហេតុអីនៅតែចូលមិនបានបើបែបនេះខ្ញុំត្រឡប់ទៅប្រាប់លោកម្ចាស់វិញសិនការដែលអសរកាយចូលខ្លួនពូជឿនមិនបានព្រោះពូជឿនបានពាក់អំបោះដៃដែលព្រះសង្ឃបានឲ្យពាក់ការពារខ្លួននៅផ្ទះពូសៅលោកម្ចាស់ខ្ញុំចូលខ្លួនវាមិនបានទេពួកវាដូចជាមានអ្វីការពារខ្លួនចង្រៃយោអាជឿននេះជីវិតវាថ្លៃមែនអញធ្វើអីវាមិនបានសោះបានហើយឯងចេញទៅពេលពូសៅសម្រាប់ពូជឿនដល់ទៅ2ដងមិនបានសម្រេចមុនអកុំធ្មប់ចាប់ផ្ដើមធ្វើបាបគាត់ម្ដងបន្តិចធ្វើឲ្យគាត់ធ្លាក់ខ្លួនឈឺដុនដាបរហូតដល់ស្លាប់បងលៀបអាមានការអីនឹងសំភីមកទៅព្រឹកតែម្ដងគឺខ្ញុំមកលេងបងនឹងណាហើយក៏មកសួរសុខទុក្ខបងជឿនផងយ៉ាងម៉េចហើយបងជឿនមួយរយៈនេះបងពុកវាបានជាសះស្បើយច្រើនហើយអាចទៅធ្វើការធ្វើស្រែចម្ការបានធម្មតាវិញហើយនិយាយអញ្ចឹងខ្ញុំមានរឿងមួយចង់ប្រាប់បងណាពូសៅដែលធ្វើអំពើដាក់បងជឿននោះណាឮថាតាំងពីចាញ់ដៃព្រះសង្ឃមកចាប់ផ្ដើមធ្លាក់ខ្លួនឈឺឥឡូវនេះណាស្លាប់បាត់ទៅហើយក៏គ្មានអ្នកណាធ្វើបុណ្យឲ្យត្រឹមត្រូវដែរមានសរសៃញាតិរបស់គាត់2 3នាក់យកសពទៅបូជាហើយគ្មានអ្នកភូមិណាគេទៅមើលឡើយមនុស្សអាក្រក់គឺអញ្ចឹងហើយការនៅរស់មិនគិតខំសាងបុណ្យសាងកុសលគិតតែប្រឈ្នានេះគេប្រមាថជីវិតអ្នកដទៃដល់ស្លាប់សូម្បីតែសាច់ញាតិឯងក៏គេមិនចង់ធ្វើបុណ្យឲ្យផងណាអូនមែនហើយបងអូនោះពុកវាមកដល់ល្មមពុកវាសំភីគេមកសួរសុខទុក្ខឯងណាអូសំភីខានឃើញមុខយូរហើយណាគឺរវល់ពេកនឹងណាបងទើបតែថ្ងៃនេះទេខ្ញុំសុំបងដែនមកសួរសុខទុក្ខបងបន្តិចយ៉ាងម៉េចហើយនឹងបងឥឡូវនេះធម្មតាវិញហើយអរគុណសំភីណាដែលចាំមកសួរសុខទុក្ខបងមួយទៀតណាបងផ្ដាំអរគុណដែនផងប្រហែលថ្ងៃនេះបានដែនគេជួយបងបើគុំតែបានដែនទេបងមិនដឹងថាទៅជាយ៉ាងណាហើយទេអូយមិនអីទេបងយើងស្រឡាញ់រាប់អានគ្នាមានទុកលំបាកអីត្រូវជួយគ្នាអញ្ចឹងហើយមីងសំភីស្អាតហើយចិត្តល្អទៀតឆាលីសម្ដីផ្អែមដល់ហើយពេលធំឡើងមិនដឹងជាសាវ៉ាបណ្ណាទេក្មួយមីងអូយមិនមែនទេមីងធំឡើងខ្ញុំនឹងស្មោះត្រង់ដោយពុកខ្ញុំអញ្ចឹងល្អហើយឆាលីកូនអញ្ចឹងបងខ្ញុំគិតទៅផ្ទះវិញសិនហើយខ្លាចបងដែនគាត់ចាំមើលផ្លូវណាបងទៅចុះសំភីក៏ដើរទៅផ្ទះបាត់ទៅឯញ៉ាខ្ញុំគិតថាស្អែកនេះយើងគួរទៅវត្តប្រគេនចង្ហាន់ព្រះសង្ឃម្ដងណាមែនហើយម៉ែវាយើងទៅទាំងអស់គ្នាតែម្ដងទៅចាស់ពុកវាស្អែកឡើងឯញ៉ាឆាប់ឡើងហួសពេលព្រះសង្ឃឆាន់ពេលព្រឹកឥឡូវហើយឆាលីកូនណាឲ្យលឿនឡើងខ្ញុំរួចហើយម៉ែវាកូនក្រួចដែរម៉ែពីអ្នកឲ្យកូននេះចាប់ណាស់មើលពុកវាជួយកាន់ចានស្រាក់ផងណាខ្ញុំកាន់ផ្កាបាទទទួលបញ្ជាប្រពន្ធសម្លាញ់តោះយើងឆាប់ឡើងទៅបាទម៉ែពួកគេក៏នាំគ្នាទៅវត្តទៅនៅវត្តយ៉ាងម៉េចហើយញោមជឿនមករយៈនេះមានអ្វីមកធ្វើទុកញោមទៀតទេអត់ទេបដិជ្ជគុណខ្ញុំកណាសុខសប្បាយណាស់តាំងពីព្រះអង្គឲ្យខ្សែអំបោះមកហើយអ្នកដែលបានដាក់អំពើខ្ញុំកណាក៏ស្លាប់ដែរហើយ
บาปกรรมบาปกรรมកើតចាស់ឈឺស្លាប់ជារឿងធម្មតាតែការស្លាប់ដោយអំពើបាបរបស់ខ្លួនវាជារឿងគួរឲ្យសង្វេគណាស់អាសត្វធ្មប់នេះណាតែវាធ្វើអីគេមិនបានវានឹងស៊ីខ្លួនឯងបែបនេះហើយ ពួកខ្ញុំកណាអរប្រគុណបដិជគុណណាស់ដែលជួយរំដោះសត្វលោកដោយគ្រួសារខ្ញុំកណា វាជាទូនីតិអាត្មាទេពួកខ្ញុំកណាថ្វាយគុំលាត្រឡប់ទៅវិញហើយសុខសប្បាយតាមផ្លូវណាញោម ទីបំផុតដល់ផ្ទះហើយពុកម៉ែកូនសុំទៅលេងជាមួយមិត្តភក្តិបន្តិចបានទេទៅចុះកូនតែឆាប់មកវិញណាញ៉ាំបាយថ្ងៃផងបាទអរគុណម៉ែ ឯងក៏មិនដោយឲ្យកូនដើរលេងពេក មិនអីទេឯងយូរម្ដងតើខ្ញុំមិនបានឲ្យកូនទៅរាល់ថ្ងៃឯណា ឆាលីកំពុងទៅលេងជាមួយមិត្តភក្តិស្រាប់តែមានគេបក់ដៃហៅវាហើយនាំវាចុះលេងទឹកហើយម្នាក់នោះគឺខ្មោចពូសៅ មកនេះមកនេះមក ពូចង់នាំខ្ញុំទៅណា ដើរតាមយើងមក ឆាលីត្រូវខ្មោចសណ្ដំក៏ដើរតាមហើយខ្មោចនោះនាំឆាលីទៅដល់ស្រះទឹកហើយដើរចូលក្នុងទឹកតែចៃដន្យពូជឿនដែលមកហៅឆាលីទៅញ៉ាំបាយបានឃើញល្មម ឆាលីកូនឆាលីហេតុអីក៏កូនដើរចូលស្រះបែបនេះហ៎ ពុកមែនទេពុកមិនដឹងទេមុននេះមានពូម្នាក់ដើរមកហៅកូនបន្ទាប់មកឲ្យកូនដើរតាមគាត់កូនក៏មកដល់ស្រះតែកូនមិនដឹងថាហេតុអីកូនដើរចូលស្រះទឹកទេពុក មិនស្រួលទេប្រកាសជាមានខ្មោចមកចង់យកជីវិតកូនហើយតោះកូនបញ្ញាប់ទៅផ្ទះ មកដល់ផ្ទះ ឯងឆាប់ទៅយកទឹកមុនមកងូតឲ្យកូនឲ្យលឿនឡើងកូនត្រូវខ្មោចសណ្ដំឲ្យចូលស្រះទឹកមិញនេះឯងបើកុំតែខ្ញុំទៅទាន់កូនលងទឹកស្លាប់បាត់ទៅហើយ ពិតមែនអីពុកវាណែឯងទឹកមុនដែលប្រសង់ឲ្យព្រឹកមិញ ឆាលីកូនអង្គុយចុះយកដៃសំពះទៅពុកងូតទឹកឲ្យ ចុះហេតុអីបានជាកូនត្រូវពួកខ្មោចព្រាយសណ្ដំដូចនេះកូនមិនដឹងទេតែពួកដែលកូនឃើញនោះណាស្តៀងពូដែលឆ្លោះគ្នាជាមួយពុកនៅស្រែខ្លាំងណាស់ ឬក៏ជាខ្មោចអាសៅហើយអាសៅនេះសាហាវណាស់ស្លាប់ទៅជាខ្មោចហើយនៅធ្វើបាបគ្រួសារយើងទៀត អើយចុះយើងត្រូវធ្វើយ៉ាងម៉េចទៅឯង យើងគិតថាបោះដែលប្រសង់ឲ្យមានអំណាចអស្ចារ្យណាស់យើងយកមកចងដៃមកវាធ្វើអីយើងមិនបានទេ មែនហើយឯងពួកគេក៏ចង់អំបោះដៃគ្រប់គ្នាធ្វើឲ្យខ្មោចពូសៅមិនអាចធ្វើអ្វីបាន គ្រួសារវាគេចផុតទៀតហើយដោយសារពួកវាទើបយើងទៅជាបែបនេះ ពេលនោះព្រលឹងព្រះសង្ឃបានដកចេញពីរូបមកទូមានខ្មោចពូសៅ មិនមែនមកពីអ្នកណាទេញោមមកពីញោមកាលនៅរស់មានចិត្តច្រណែនឈ្នានីសនេះគេទើបស្លាប់ទៅជាខ្មោចហើយមិនចង់ឲ្យគេបានសុខទៀតកុំមកចេះរឿងរបស់យើងទម្លាក់ចោលកំហឹងទៅណាញោមហើយព្រមទទួលកម្មវានឹងឆាប់បានទៅរកជាតិកំណើតថ្មីកណាព្រមឲ្យបដិជគុណអរគុណបដិជគុណណាស់ដែលបំភ្លឺផ្លូវកណាល្អហើយចេះទទួលនៅទង្វើដែលខ្លួនបានសាងទើបល្អអាត្មាទៅវិញហើយពេលនោះដីក៏ប្រេះស្រូបយកខ្មោចពូសៅចុះទៅឋាននរកឲ្យទទួលកម្មទៅចាប់ពីពេលនោះមកគ្រួសារពូជឿនរស់នៅយ៉ាងមានសុភមង្គលក្នុងភូមិក៏ស្ងប់ស្ងាត់នឹងចាប់ផ្ដើមមានការអភិវឌ្ឍការធ្វើស្រែចម្ការក៏ទទួលបានទិន្នផលល្អគ្មាននរណាត្រូវបានពួកធ្មប់ដាក់អំពើទៀតទេតម្លៃអប់រំចង់ឲ្យយើងចេះស្រឡាញ់រាប់អានគ្នាមិនត្រូវមានចិត្តខឹងគុំគួនស្អប់គ្នាចេះជួយគ្នាក្នុងគ្រាមានអាសន្ននិងជៀសវាងអំពើអាក្រក់ឬវិជាអាក្រក់ផ្សេងសូមអរគុណនិងសូមជម្រាបលា ក
ក៏សូត្រប្រដិស្ថានឡើងរួចក៏បោះទៅខាងមុខពេលនោះខ្លាសដ៏ធំមួយក៏បានលេចរូបរាងឡើងចំពីមុខខ្លាបិសាចនោះ នេះហើយជារបស់ដែលឯងចង់ប៉ះឯងសាកជាមួយនឹងស្ដេចខ្លាសយើងម្ដងទៅមើលទៅដូចជាគ្មានអ្វីអស្ចារ្យទេយើងសង្គ្រប់តែបន្តិចក៏ចាញ់បាត់ទៅហើយ នៅក្នុងភូមិមួយដែលនៅក្បែរមាត់ព្រៃដែលមានអ្នកភូមិរស់នៅមិនសូវច្រើនហើយអ្នកភូមិប្រកបរបរធ្វើស្រែចម្ការនិងចូលព្រៃបរបាញ់សត្វដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ម៉ែវាថ្ងៃស្អែកខ្ញុំគិតទៅចូលព្រៃទៅរកដកផ្សិតនិងរកថ្នាំឬសឈើខ្លះដើម្បីយកមកទុកប្រើប្រាស់ ចុះពុកវាឯងទៅប្រមាណអ្នកដែរហើយទៅនៅពេលណា ខ្ញុំគិតទៅ2នាក់កូនយើងតែមិនទាន់បានជួបមិនទាន់បានបបួលគេទេព្រោះថ្មនេះមិនដឹងជាដើរលេងទៅដល់ណាហើយទេបានជាមិនឃើញនោះ អូណែនាំកូនទៅមើលប្រយ័ត្នប្រយែងផងព្រោះវានៅក្មេងមិនទាន់ស្គាល់របៀបរបបដើរព្រៃដូចជាឯងទេ បាទមិនអីទេម៉ែវាដែលខ្ញុំនាំគេទៅនេះព្រោះចង់បង្រៀនឲ្យគេស្គាល់ពីរបៀបដើរព្រៃនិងទំនំក្នុងព្រៃហើយឲ្យគេចេះរកថ្នាំបុរាណផង ចាពុកវាព្រោះអីកាន់តែចាស់ហើយមិនមានកម្លាំងអីដូចជាក្មេងទេបង្រៀនកូនឲ្យចេះបែបហ្នឹងក៏ល្អដែរពេលនេះនាយឈឿនក៏បានដើរចូលមករកពុកម៉ែគេដែលកំពុងនិយាយគ្នា ពងម៉ែតើកំពុងនិយាយពីរឿងអីហ្នឹង អូកូនពុកនិងម៉ែកំពុងតែនិយាយគ្នារឿងពុកឯងទៅព្រៃនាថ្ងៃស្អែក នឹងហើយពុកថានាំឯងទៅជាមួយព្រោះដើម្បីជួយរកថ្នាំឬសឈើពងប៉ុន្តែខ្ញុំមិនស្គាល់ថ្នាំឬសឈើអីទេណាពងព្រោះតែឯងមិនដែលចូលព្រៃមិនដែលស្គាល់ប្រភេទថ្នាំឬសឈើនឹងហើយបានជាពុកចង់នាំឯងទៅដើម្បីឲ្យឯងរៀនមើលពង មែនហើយកូនព្រោះអីពុកឯងកាន់តែចាស់ហើយរឿងចូលព្រៃឡើងភ្នំចុះភ្នំអីហ្នឹងវាមិនងាយស្រួលទេទើបនាំឯងទៅដើម្បីជួយជាកម្លាំង បាទម៉ែពងបាញ់ចឹងខ្ញុំសុំទៅបបួលអាដងមិត្តរបស់ខ្ញុំទៅជាមួយបានទេពងមានអីបបួលទៅក៏ល្អដែរបានជាគ្នាផងបានពង ថ្ងៃរសៀលជ្រាជ្រេទៅហើយមេឃក៏កាន់តែបញ្ចេញរស្មីនៅឯផ្ទះមីងសឿនធូកូនតើឯងបានយកត្រីប្រឡាក់ហាលហើយនៅកូនចាម៉ែខ្ញុំយកហាលរួចហើយហើយចុះបងប្រុសឯងគេតាណាហើយបានជាមិនឃើញខ្ញុំមិនដឹងទេម៉ែព្រោះឃើញគាត់ចេញទៅតាំងពីប្រាំង ហើយម៉ែនិងមីអូនក៏ពោះជជែកគ្នារឿងអីហ្នឹង គ្មានអីទេហើយឯងមកពីណា មកពីមើលស្រូវនៅមាត់ព្រៃហ្នឹងណាម៉ែព្រោះអីមានគោក្របីអ្នកភូមិដាច់ទៅស៊ី ហើយវាស៊ីអស់ច្រើនទេកូនស្រែយើងមានតែបន្តិចនោះផង ស៊ីមិនច្រើនទេម៉ែព្រោះខ្ញុំទៅតន់ហើយក៏ដឹកទៅឲ្យម្ចាស់គេវិញទៅ បានចឹងល្អហើយបងព្រោះអីស្រូវអង្គយើងចិត្តអស់ហើយណាមួយស្រូវក៏មិនសូវបានផលទៀតកូនឧស្សាហ៍ទៅមើលផងក្រែងមានគោក្របីដាច់ទៅស៊ីទៀត បាទម៉ែខ្ញុំនឹងទៅមើលរាល់ថ្ងៃព្រោះអីទុំចិត្តច្រូតបានហើយហ្នឹង នៅពេលនោះនាយឈឿនក៏បានដើរចូលមក ជំរាបសួរមីង ចាក្មួយលើកដៃថ្វាយព្រះក្មួយ ហើយឯងមកមានការអីមិនសម្លាញ់អូគ្នាថាមកបបួលឯងទៅចូលព្រៃស្អែកជាមួយឪពុកគ្នាឯងទៅជាមួយគ្នាទេថាម៉េចឯងចូលព្រៃហើយចូលព្រៃទៅរកអីដែរអូពុកគ្នាគាត់ថាទៅរកដកផ្សិតហើយនឹងរកថ្នាំឫសឈើផងហើយនឹងរកសត្វព្រៃផងហើយចោះទៅពេលណាដែរសម្លាញ់ កូនទៅជាមួយក្មួយឈឿននិងលបងយានទៅព្រោះក្រែងបានរបស់ព្រៃខ្លះ ពុកគ្នាថាចេញទៅព្រឹកស្អែកនេះហើយអញ្ចឹងចាំស្អែកព្រឹកគ្នានឹងដើរទៅផ្ទះឯងនឹងហើយបើអញ្ចឹងគ្នាទៅវិញហើយណាមីងស្រីធូខ្ញុំលាទៅផ្ទះវិញហើយ ចាក្មួយនិយាយចប់ហើយនាយឈឿនក៏ដើរទៅផ្ទះវិញដួងឯងទៅព្រៃប្រយ័ត្នប្រយែងណាព្រោះអីនៅព្រៃគ្រោះថ្នាក់អាចកើតឡើងជានិច្ច
ចូលកូនកុំប្រមាទហើយត្រូវស្ដាប់តាមបង្គាប់អ៊ំយានណាព្រោះគាត់ជាព្រានព្រៃជើងចាស់ បាទម៉ែខ្ញុំនឹងប្រយ័ត្នប្រយែងណាមួយពូយានគាត់ចូលព្រៃញឹកញាប់ដែរហ្នឹងគាត់ច្បាស់ជាស្គាល់ភូមិសាស្ត្រច្បាស់ហើយ ស្រីធូអាកូនមើលទៅរៀបចំរបស់របរសម្រាប់បងឯងទៅព្រៃស្អែកផងចាម៉ែពេលព្រឹងព្រះអាទិត្យក៏បានរះបញ្ចេញរស្មីពណ៌ក្រហមឆ្អៅពីទិសខាងកើតគ្រប់សពសត្វក៏ចាក់និន្ទ្រីដើរហើរស្វែងរកចំណីតាមអាត្មានាទីតីពីគ្នា ក្មួយដងឯងរៀបចំរបស់របរប្រដាប់ប្រដាគ្រប់អស់ហើយមែនទេបាទពូខ្ញុំរៀបចំប្រដាប់ប្រដារួចអស់ហើយម៉ែវាមើលពេលខ្ញុំចូលព្រៃទោះបាត់ខ្ញុំមកយប់អីឯងកុំចូលទៅតាមឲ្យសោះណាដូចដែលខ្ញុំប្រាប់រាល់ដងអញ្ចឹងឮទេ ចាពុកវីខ្ញុំដឹងហើយឈឿនណាកូនមើលដើរឲ្យស្រួលបួលណាកុំដើរផ្ដេសផ្ដាសឲ្យសោះព្រោះនៅក្នុងព្រៃសម្បូរសត្វកាចសាហាវណាស់ហើយស្ដាប់បង្គាប់ពុកឯងណា បាទម៉ែតោះអញ្ចឹងយើងចេញដំណើរម៉ែវាខ្ញុំទៅហើយ ចាពុកវីសុខសប្បាយតាមផ្លូវណាអ្នកទាំង3ក៏បានចេញដំណើរទៅព្រៃទាំងព្រឹកព្រលឹមនៅក្នុងភូមិឯនេះវិញអ្នកភូមិមានការឆាវឡាវឡើងទាំងព្រឹងបងប្អូនអើយជួយមើលផងសត្វគោរបស់ខ្ញុំបាត់ហើយមិនដឹងថាអ្វីចាប់ទេមានរឿងអីនឹងជីបានជាស្រែកឆាវឡាវទាំងព្រឹងសឿនអើយសត្វគោខ្ញុំមួយក្បាលបាត់ហើយមិនដឹងថាអ្វីចាប់គេទេឃើញតែស្នាមឈាមពិតមែនហើយយីភូមិយើងមានរឿងអ្វីមិនស្រួលហើយបើអញ្ចឹងយើងទៅប្រាប់ដំណឹងដល់លោកមេភូមិឲ្យគាត់បានដឹងទៅក្រែងមានដំណោះស្រាយនៅផ្ទះលោកមេភូមិ អ្នកទាំងពីរមកផ្ទះខ្ញុំទាំងព្រឹកមានការអីដែរ លោកមេភូមិឥឡូវភូមិយើងមានរឿងមិនស្រួលហើយព្រោះកាលពីយប់មិញគោរបស់ខ្ញុំត្រូវបានសត្វអីខំមិនដឹងទេឃើញមានស្នាមឈាម មានរឿងបែបនេះផងអីតាំងពីដើមមកភូមិយើងមិនដែលមានរឿងបែបនេះពីមុនមកទេ មែនហើយលោកមេភូមិតើយើងគួរធ្វើយ៉ាងម៉េចទៅ មិនអីទេខ្ញុំនឹងរកវិធីដោះស្រាយខ្ញុំនឹងនាំអ្នកភូមិប្រុសចាំសង្កេតមើលនាពេលយប់ ចាលោកមេភូមិនិយាយចាប់ហើយមីងសឿននិងយាយសយក៏បានចេញពីផ្ទះមេភូមិត្រឡប់ទៅផ្ទះវិញហើយក៏បានដើរកាត់មុខផ្ទះមីងសំក៏ចូលទៅនិយាយរឿងប្រាប់មីងសំហើយយីនិងអ្នកសឿនមកពីណាដែរបានជាដើរកាត់មុខផ្ទះខ្ញុំយើងទើបតែមកពីផ្ទះលោកមេភូមិនិងណាសំហើយមានការអីដែរបានចំណាំគ្នាទៅផ្ទះមេភូមិទាំងព្រឹកនឹងយី កាលពីយប់មិញមិនដឹងថាមានសត្វអីទេចាប់គោយើងបាត់ទើបយើងទៅប្រាប់លោកមេភូមិមែនហើយអ្នកសំភូមិយើងឥឡូវមានរឿងមិនស្រួលហើយយប់ប្រលប់កុំចេញទៅណាឲ្យសោះណាចាអ្នកសឿនភូមិយើងពីមុនរស់នៅសុខសប្បាយណាស់មិនដែលមានរឿងបែបនេះទេមែនហើយអ្នកសំអើយយើងគិតថាលាទៅផ្ទះហើយព្រោះអីថ្ងៃកាន់តែជ្រេហើយទៅរកដាំបាយដាំទឹកចាយីយាយសយនិងមីងសឿនក៏បានដើរចាកចេញពីផ្ទះមីងសំត្រឡប់ទៅផ្ទះរៀងខ្លួននៅឯក្នុងព្រៃឯនេះវិញពូយៀននីឈឿននិងនីដួងបានមកដល់ក្នុងព្រៃ មើលព្រៃព្រឹក្សាសែនល្អពេកក្រៃសម្រស់ខៀវខ្ចីបៃតងស្រស់ល្អបាក់សៃបាក់សាស្រែកច្រៀងកំដរប្រឡាញ់ឈូឆរលើមេឃព្រឹក្សាហើយឯងចេញកំណាព្យអីនៅក្នុងព្រៃហ្នឹងគឺមកពីនៅក្នុងព្រៃពេលដើរចូលមកខ្ញុំឃើញសត្វស្រែកច្រៀងអើងកងហើរប្រឡាញ់គ្នាឃើញហើយជាទីមនោរម្យហ្នឹងណាពងពូឥឡូវយើងចូលមកជ្រៅដល់កន្លែងរកថ្នាំហើយនៅពូអូឥឡូវយើងចូលមករៀងជ្រៅដែរហើយយើងអាចរកបេះថ្នាំនិងរកឫសឈើបានខ្លះតែនៅលើភ្នំបានសម្បូរច្រើនជាងនេះចុះឥឡូវយើងត្រូវទៅខាងណាទៀតពងពួកយើងដើរទៅមុខបន្តិចទៀតពុកនឹងដាក់អន្ទាក់ក្រែងលោបានជាប់មន់ព្រៃនិងអន្សាយខ្លះទុកជាអាហារពេលថ្ងៃបានបើអញ្ចឹងឆាប់បន្តិចទៅព្រោះខ្ញុំចង់ឃើញពុកដាក់អន្ទាក់ណាឯងកុំគិតតែសបាយពេកណាព្រោះនៅក្នុងព្រៃមិនមែនសបាយដូចអ្វីដែលឯងគិតទេហើយឯងកុំដើរឆ្ងាយពីពុកឲ្យសោះ
បានពងខ្ញុំនឹងស្ដាប់តាមបង្គាប់ពងកុំបារម្ភអីពងហើយចុះពួកយើងត្រូវដើរទៅដល់ណាទៀតទៅពូពួកយើងដើរឡើងភ្នំបន្តិចទៀតព្រោះទីនោះសម្បូរសត្វនិងថ្នាំឫសឈើច្រើនមុខបាទពូបើអញ្ចឹងតោះយើងចេញដំណើរទៅទៀតពូ អ្នកទាំង3ក៏បានធ្វើដំណើរឡើងទៅលើភ្នំទៀនដើម្បីស្វែងរកថ្នាំឬឈើបន្ថែមទៀតស្រីធូអាកូនមានបានទៅមើលស្រូវយើងក្បែរមាត់ព្រៃទេកូនព្រោះអីបងឯងមិននៅចាម៉ែខ្ញុំបានទៅមើលហើយម៉ែល្អហើយកូនព្រោះអីខ្លាចមានសត្វចូលទៅស៊ីម៉ែតើបងប្រុសពេលណាគាត់ត្រឡប់មកវិញម៉ែប្រហែលជាល្ងាចនេះគេត្រឡប់មកវិញហើយកូនព្រោះអីឮក្មួយឈឿនថាទៅតែមួយថ្ងៃទេម៉ែតើព្រឹកមិញម៉ែទៅណាដែរអូព្រឹកមិញម៉ែទៅផ្ទះយីសយព្រោះអីគោរបស់គាត់ត្រូវបានសត្វអីមិនដឹងទេអូសចាប់ស៊ីទៅបាត់នៅឃើញតែស្នាមឈាមមានរឿងកើតឡើងបែបនេះផងឯងតើមានដឹងទេថាជាអ្វីម៉ែមិនដឹងថាជាអ្វីទេកូនហើយម៉ែនិងយីសយក៏បានយករឿងនេះទៅនិយាយប្រាប់លោកមេភូមិហើយដែរហើយចុះលោកមេភូមិគាត់មានវិធីអ្វីដើម្បីដោះស្រាយទេគាត់ថានឹងចាំខ្លំមើលយប់នេះចង់ដឹងថាជាអ្វីចាម៉ែបើចៅចូលលួយប្រហែលជាមិនមានស្នាមឈាមនៅកន្លែងទេនេះប្រហែលជាមានសត្វព្រៃចូលមកខំហើយម៉ែរឿងនោះម៉ែក៏បារម្ភដែរបើជាសត្វព្រៃមែនយប់នេះយើងមិនអាចចេញពីផ្ទះផ្ដេសផ្ដាសទេចាម៉ែនៅក្នុងព្រៃថ្ងៃកាន់តែជ្រេបាំងស្លឹកឈើពងឥឡូវថ្ងៃជ្រេហើយថ្នាំឫសឈើក៏រកបានច្រើនដែរនឹងហើយបន្តិចទៀតពួកយើងនឹងនាំគ្នាចុះពីភ្នំវិញនៅក្នុងព្រៃនេះសម្បូរសត្វណាស់ពូកាលខ្ញុំដើររកតឡងខ្ញុំឃើញជ្រូកព្រៃមួយវងកំពុងតែរកស៊ីហើយក្នុងនោះខ្ញុំឃើញមានជ្រូកព្រៃមួយដែលមានខ្នាយវែងហើយកោងមានធំជាងគេព្រៃនេះសម្បូរសត្វជ្រូកព្រៃណាស់កាលពីមុនពូចូលមកបាញ់គឺបាញ់យកតែធំមេវងទេព្រោះពេលយប់គឺអាពួកធំនឹងហើយវាប្រកែកខ្លាំងណាស់គ្រាប់កំភ្លើងធម្មតាមិនអាចទម្លុះស្បែកវាបានទេចុះពូប្រមាញ់វាយ៉ាងម៉េចទៅបានគឺត្រូវបាញ់ដោយប្រើគ្រាប់បញ្ចុះអាគមហើយបាញ់ឲ្យចំក្បាលរបស់វាព្រោះពួកអាធំនោះគឺមានវិញ្ញាណអាក្រក់សន្ធិដ្ឋនៅទៅពេលយប់វាខ្លាំងអញ្ចឹងស្ដាប់ពុកនិយាយហើយវាពិតជាគួរឲ្យខ្លាចខ្លាំងណាស់នៅក្នុងព្រៃមានរឿងដែលគួរឲ្យខ្លាចជាងនឹងច្រើនទៀតដែលពួកឯងមិនទាន់ដឹងថ្ងៃណាមួយខ្ញុំចង់ចូលព្រៃជាមួយពូព្រោះចង់ដឹងពីរឿងព្រៃនៅក្នុងពេលយប់មែនហើយពងថ្ងៃណាមួយពុកនាំពួកខ្ញុំទៅបាញ់សត្វម្ដងទៅពងពួកឯងចង់មកតែពួកឯងមិនដឹងថានៅក្នុងព្រៃពេលយប់វាយ៉ាងណានោះទេពុកខ្លាចតែឯងមិនអាចទប់ចិត្តនឹងទិដ្ឋភាពពេលយប់បានណាមិនអីទេពូមានពូនៅជាមួយទៅហើយពួកយើងមិនចេះខ្លាចទេតែពេលមានគ្រោះថ្នាក់ពូមិនអាចជួយពួកឯងបានតែរហូតទេបានពងពួកយើងនឹងធ្វើតាមអ្វីដែលពុកប្រាំអូថ្ងៃកាន់តែទៀបទៅហើយតោះពួកយើងឆាប់ចុះពីលើភ្នំទៅកុំឲ្យយប់ទាន់ណាបាទពងអ្នកទាំង3ក៏នាំគ្នាចុះពីលើភ្នំដើរក្នុងព្រៃពោពេញទៅដោយសំឡេងសត្វយំហើយព្រៃក៏ចាប់ផ្ដើមត្រជាក់នៅក្នុងភូមិឯនេះវិញអ្នកភូមិក៏រៀបចំដឹកគោក្របីចូលក្រោលហើយព្រោះតែក្នុងភូមិមានរឿងមិនស្រួលកើតឡើងតាម៉ៅនៅផ្ទះទេតាអ្នកណាគេរកអីហ្នឹងអូលោកមេភូមិទេអីបាទតាគឺខ្ញុំម្នេះចង់ប្រាប់តាថាក្នុងភូមិយើងឥឡូវនេះគឺមានរឿងមិនស្រួលហើយតើភូមិយើងឥឡូវនេះមានរឿងអីដែរទៅលោកមេភូមិបាទគឺកាលពីព្រឹកមិញនេះគឺយាយសយនិងអ្នកសឿនបានទៅប្រាប់ខ្ញុំថាគោរបស់យាយសយគឺត្រូវបានបាត់បើតាមការសង្ស័យគឺដូចជាមានសត្វចូលមកចាប់ព្រោះឃើញមានស្នាមឈាមមានរឿងបែបនេះផងអីលោកមេភូមិបាទតាទើបខ្ញុំមកប្រាប់តាឲ្យប្រយ័ត្នប្រយែងផងនៅក្នុងពេលយប់ព្រលប់បាទលោកមេភូមិខ្ញុំនឹងប្រយ័ត្នប្រយែងនិយាយអញ្ចឹងខ្ញុំលាតាទៅវិញហើយខ្ញុំទៅប្រាប់អ្នកភូមិដទៃទៀតបាទលោកមេភូមិបន្ទាប់មក
លោកមេភូមិក៏បានដើរចេញទៅហើយប្រាប់អ្នកភូមិនៅតាមផ្ទះឲ្យមានការប្រុងប្រយ័ត្ននាពេលយំព្រោះតែក្នុងភូមិមានហេតុកើតឡើងមិនស្រួលពុកវីត្រឡប់មកផ្ទះវិញហើយចុះឯណាក្មួយដួងមិនឃើញ អូអាដងវាទៅផ្ទះវាបាត់ហើយវាមិនបានមកចូលផ្ទះយើងទេម៉ែ ហើយត្រឡប់មកវិញបានអីខ្លះផងពុកវី បានដើមថ្នាំនិងឫសឈើមួយចំនួនហ្នឹងណាម៉ែវា ហើយចុះឈឿនកូនឯងមានបានអីផងហើយបានរៀនពីពុកឯងបានអីខ្លះទៅពីរបៀបរកថ្នាំ បាទម៉ែខ្ញុំរៀនសូត្រពីរបៀបរកថ្នាំពីពុកបានច្រើនណាស់ បើដូច្នេះល្អហើយកុំឲ្យពុកឯងកាន់តែពិបាកទៀត ម៉ែកាលខ្ញុំដើរមកហេតុអីក៏អ្នកភូមិដឹកគោដឹកក្របីចូលក្រោលលឿនម្លេះថ្ងៃនេះមែនហើយម៉ែវាតើមានរឿងអីមែនទេ កាលពីព្រឹកមិញយាយសយបានបាត់គោរបស់គាត់មិនដឹងជាសត្វអីចាប់យកទៅទីព្រោះគាត់ទើបឃើញស្នាមឈាម បើសត្វចចកក៏មានសម្លេងដែរពេលវាចូលភូមិនោះហើយចចកវាដើរជាវងតាមខ្ញុំគិតអាចជាខ្លាទៅវិញទេតែនៅក្នុងព្រៃក្បែរភូមិយើងមិនដែលឃើញមានខ្លាទេពង មែនហើយពុកវីក្រែងខ្លាមាននៅតែក្នុងព្រៃជ្រៅទេអីហេតុអីក៏វាចេញមករកចំណីនៅក្នុងភូមិ រឿងនេះខ្ញុំគ្រាន់តែស្មានទេរឿងពិតយ៉ាងណាគឺយើងមិនទាន់ដឹងលបងយានអើយបាទលោកមេភូមិហើយមកពីណាទៅណាដែរហ្នឹងមកអញ្ជើញចូលមកលេងផ្ទះខ្ញុំសិនមកលោកមេភូមិគឺខ្ញុំមកពីប្រាប់អ្នកភូមិថាឲ្យប្រុងប្រយ័ត្នពេលយប់ព្រលប់ព្រោះក្នុងភូមិមានរឿងមិនស្រួលកើតឡើងតើយើងគួរធ្វើយ៉ាងណាទៅលោកមេភូមិដើម្បីដឹងថាជាអ្វីឲ្យប្រកបនោះខ្ញុំគិតថាយប់នេះខ្ញុំនឹងលបងនឹងកូនអ្នកភូមិប្រុសផ្សេងទៀតចាំសង្កេតមើលថាជាអ្វីបាទលោកមេភូមិយប់នេះចាំខ្ញុំត្រៀមខ្លួនបាទបើអញ្ចឹងខ្ញុំលាទៅវិញសិនហើយបញ្ញាប់ទៅប្រាប់អ្នកភូមិផ្សេងទៀតណាមួយមេឃក៏ចិត្តយប់ដែរហើយបាទសូមអញ្ជើញចុះលោកមេភូមិ មេភូមិក៏ដើរចេញពីផ្ទះពូយាននិងមិញសំហើយចូលទៅប្រាប់អ្នកភូមិផ្សេងទៀតលុះពេលយប់ឡើងអ្នកភូមិប្រុសក៏បានមកជុំគ្នានៅផ្ទះមេភូមិ អ្នកទាំងអស់គ្នាមកជុំគ្នាអស់ហើយមែនទេបាទលោកមេភូមិពួកយើងមកជុំគ្នាហើយចុះតែយើងគួរតែចាំមើលម្ដុំណាដែរយើងគួរតែចាំមើលដល់ពេលយប់ជ្រៅបន្តិចហើយសង្កេតមើលតាមផ្លូវមាត់ព្រៃក្រែងវាដើរចេញពីមាត់ព្រៃមកបើអញ្ចឹងពួកយើងនាំគ្នាទៅត្រៀមចាំមុនទៅលោកមេភូមិ លុះយប់ជ្រៅសត្វខ្លាបានចូលមកក្នុងភូមិចាប់សត្វចិញ្ចឹមរបស់អ្នកភូមិម្ដងទៀត លោកមេភូមិយើងចាំមើលយូរដែរហើយតែដូចជាមិនទាន់ឃើញមានអ្វីចេញមកទេតែនៅក្នុងភូមិដូចជាមានសម្លេងឆ្កែព្រុសមិនហើយលបងយានឬមួយវាលោបចូលទៅក្នុងហើយពងបើសិនជាវាចូលទៅក្នុងភូមិវីវរហើយវានឹងចាប់សត្វចិញ្ចឹមអ្នកភូមិស៊ីទៀតហើយ លុះព្រឹកឡើងអ្នកភូមិក៏បាត់សត្វចិញ្ចឹមជាបន្តបន្ទាប់ពុកវីតើយប់មិញមានឃើញអីទេ យប់មិញយើងមិនបានឃើញអីទេចុះហេតុអីបានជាសត្វគោអ្នកភូមិបាត់មិនដឹងថាវាចូលមកតាមណាទេ តើពេលណាទើបរកឃើញខ្លាចតែថ្ងៃណាមួយវាចាប់ដល់មនុស្សទេ កុំបារម្ភអីម៉ែវាខ្ញុំនឹងរកវាឲ្យឃើញឆាប់នេះបើយើងមិនឆាប់កម្ចាត់វាទេអ្នកភូមិយើងនឹងរស់នៅមិនបានសុខទេពង អ្នកសំអើយយប់មិញមានបាត់អីអត់អ្នកព្រោះយប់មិញនេះឆ្កែព្រុសខ្លាំងណាស់ចាអ្នកអត់មានបាត់អីទេតែអ្នកភូមិបាត់គោមួយក្បាលទៀតហើយ យប់មិញនេះខ្ញុំឈឿនពូយាននិងលោកមេភូមិចាំមើលនៅមាត់ព្រៃប៉ុន្តែដូចជាអត់មានឃើញសត្វខ្លាចេញមកទេប្រហែលជាព្រាយខ្លាហើយទើបដឹងថាពួកយើងចាំស្កាត់ផ្លូវវាបែបនេះហើយវាក៏វៀងផ្លូវថាម៉េចពងព្រាយខ្លាមែនទេពងអើយពុកមិនទាន់ប្រកាសទេពុកគ្រាន់តែស្មានតើបើជាព្រាយខ្លាមែន
យើងពិបាកកម្ចាត់វាហើយ អ្នកភូមិក៏មិនតន់រកឃើញខ្លាដែលចាប់គោអ្នកភូមិឃើញទេលុះពេលវេលាកាន់តែរំលងផុតពីមួយថ្ងៃទៅមួយថ្ងៃអ្នកកាន់តែមានការភ័យខ្លាចចំពោះរឿងដែលកើតឡើងនៅក្នុងភូមិហើយលោកមេភូមិនិងអ្នកភូមិប្រុសៗក៏មិនទាន់រកដំណោះស្រាយជួយអ្នកភូមិបាន យាណាហើយព្រឹកនេះអត់បានចេញទៅណាទេអីបាទលបងមេភូមិខ្ញុំអត់បានចេញទៅណាទេរួចចុះលបងមកផ្ទះខ្ញុំទាំងព្រឹកមានការអីដែរលបងខ្ញុំមកនេះគឺមានការពិភាក្សាជាមួយយានឯងបន្តិចគឺជារឿងដែលអ្នកភូមិយើងជួបរាល់ថ្ងៃនេះហ្នឹងណាតើយានឯងមានវិធីអ្វីជួយដោះស្រាយបានទេពីព្រោះអ្នកភូមិយើងឥឡូវនេះហាក់ដូចជាភ័យខ្លាចនឹងរឿងដែលកើតឡើងរាល់ថ្ងៃនេះណាបើយើងមិនឆាប់រកវិធីដោះស្រាយទេនោះភូមិយើងនឹងមិនមានអ្នកណារស់បានសុខទេចំពោះរឿងនេះខ្ញុំក៏កំពុងតែរកមធ្យោបាយដើម្បីដោះស្រាយដែរតែចំពោះការស្មានរបស់ខ្ញុំគឺខ្លានោះហាក់ដូចជាដឹងពីសកម្មភាពរបស់ពួកយើងជាមុននេះយានឯងចង់បានន័យថាម៉េចទៅគឺខ្ញុំចង់បានន័យថាវាមិនមែនជាសត្វខ្លាព្រៃទេវាអាចជាសត្វខ្លាដែលកើតពីមុនអាគមគឺជាប្រភេទអាគមមួយប្រភេទដែលពេលថ្ងៃជាមនុស្សធម្មតាតែពេលយប់វានឹងប្រែកាឡាជាសត្វខ្លាដើម្បីចេញចាប់សត្វជាចំណីបើសិនជាបែបនោះមែនតើយើងមានការពិបាកនៅក្នុងការកម្ចាត់វាដែរទេយានបាទរឿងនេះបើវាជាខ្លាស្មិលមែននោះយើងពិតជាពិបាកនៅក្នុងការកម្ចាត់វាហើយព្រោះវាជាខ្លាដែលកើតចេញពីការរៀនមុនអាគមបែបនេះរិទ្ធអំណាចរបស់វាគឺខ្លាំងខុសពីខ្លាធម្មតាបើបែបនោះមែនយើងគួរទៅធ្វើយ៉ាងណាទៅយានឯងជាព្រានព្រៃស្រាប់ហើយក៏ជាគ្រូអាគមដែរតើយានឯងមានវិធីអីដើម្បីកម្ចាត់វាដែរទេរឿងកម្ចាត់វាមិនមែនជាការងាយស្រួលនោះទេព្រោះវាមិនដែលបង្ហាញខ្លួនឲ្យយើងឃើញអូខ្ញុំនឹកឃើញហើយយើងនឹងចាំមើលវាពេលយប់ប្រច័ណ្ឌពេញបរមីព្រោះជាយប់ដែលខ្លាស្មិលត្រូវចេញប្រមាញ់ចំណីហើយក៏ជាយប់ដែលវាមានអានុភាពខ្លាំងដែរបើដូច្នេះចាំដល់ថ្ងៃនោះពួកយើងនឹងនាំគ្នាសង្កេតមើលអូក្មួយឈឿនហើយឯងទៅមកពីណាដែរហ្នឹងបាទជំរាបសួរលោកអ៊ំមេភូមិខ្ញុំទៅមកពីផ្ទះដួងហ្នឹងណាអ៊ំហើយអ៊ំមកនិយាយពីរឿងសត្វខ្លាមែនទេបាទមែនហើយក្មួយអ៊ំនិងឪពុកឯងកំពុងតែពិគ្រោះគ្នាពីវិធីដើម្បីកម្ចាត់វាបើនិយាយទៅមន្តអាគមប្រភេទនេះគឺជាមនុស្សកលាខ្លួនបើយើងសម្លាប់ខ្លាបាននោះយើងមកจะដឹងថាជាអ្នកណាជាមិនខានតែខ្ញុំឆ្ងល់ថាក្នុងភូមិយើងមិនដែលមានអ្នកណារៀនអាគមបែបនេះពីមុនមកទេពុកនិយាយបែបនេះចង់ថាជាអ្នកភូមិយើងមែនទេពុកគ្រាន់តែស្មានគ្រាន់តែសង្ស័យតើយានឯងសង្ស័យថាជានរណាដែរខ្ញុំមិនហ៊ាននិយាយទេលបងខ្លាចថាមិនមែនទៅថាយើងចោទមនុស្សខុសអូហ្នឹងហើយបើដូច្នេះខ្ញុំគិតលាយានឯងទៅវិញហើយនិយាយចប់ហើយលោកមេភូមិក៏ដើរចេញពីផ្ទះពូយានបាត់ហើយមីងសំក៏ដើរចេញពីចំការក្រោយសម្ដៅមករកឪពុកនិងកូនដែលកំពុងឈរនៅមុខផ្ទះពីរអ្នកឪពុកកូនកំពុងនាំគ្នាឈរនិយាយអីដែរហើយម្បាញ់មិញដូចជាឮសំឡេងលោកមេភូមិអូគឺលោកមេភូមិឥឡូវគាត់ចេញទៅវិញបាត់ហើយម៉ែវាឯងស្រោចទឹកដំណាំរួចអស់ហើយមែនទេខ្ញុំស្រោចរួចហើយពុកវាឯងអត់ទៅស្រែទេអីខ្ញុំគិតថាទៅឥឡូវហើយម៉ែវាព្រោះអីមេឃក៏រៀងក្តៅដែរហើយមកឈឿនទៅជាមួយពុកបាទពុកបន្ទាប់ពីបបួលកូនប្រុសហើយពូយាននិងនីឈឿនក៏ដើរចេញទៅបានបន្តិចក្រោយមកមីងសឿនក៏ដើរសម្ដៅទៅផ្ទះមីងសំអ្នកសឿនតើអញ្ជើញទៅណាមកណាដែរអ្នកចាអ្នកគឺមកផ្ទះអ្នកនឹងហើយកូននឹងប្តីអ្នកទៅណាអស់ហើយអ្នក
ចាអ្នកទៅស្រែមុននេះបន្តិចហ្នឹងហើយអ្នកមកមានការអីមែនទេខ្ញុំមកនេះគឺមានរឿងចង់និយាយពីការបាត់សត្វគោក្របីរបស់អ្នកភូមិយើងព្រោះអីវាកើតឡើងកាន់តែញឹកញាប់ហើយអ្នកអើយរឿងនេះខ្ញុំក៏កាន់តែបារម្ភដែរមិនដឹងថាពេលណាអាចរកវិធីទប់ស្កាត់បានទេខ្ញុំឮថាយប់ថ្ងៃសិលពេញបរមីនេះលោកមេភូមិនិងប្តីអ្នកនាំគ្នាចេញចាំមើលហើយដើម្បីឲ្យដឹងថាជាអ្វីឲ្យប្រកាសណែតែខ្ញុំឮពួកវានិយាយគ្នានឹងមេភូមិបាញ់មិញថាដូចជាសត្វខ្លាស្មីលអីមិនដឹងទេអើយបែបហ្នឹងមានតែចាំប្តីអ្នកនិងមេភូមិដោះស្រាយទេចាមែនហើយអ្នកហើយចុះអ្នកអញ្ជើញតាណាទៀតដែរអូខ្ញុំគិតថាទៅអឺតមើលផ្ទះយីសយបន្តិចព្រោះគាត់នៅតែឯងមិនមានកូនចៅនៅជាមួយទេមិនដឹងថាពេលយប់គាត់ដេកខ្លាចយ៉ាងណាទេមីងសឿនក៏ដើរចេញទៅហើយមីងសំក៏ដើរសម្ដៅទៅខាងក្រោយផ្ទះដើម្បីមើលដំណាំគាត់បន្តនៅឯផ្ទះយីសយវិញតាម៉ៅក៏បានដើរមកដល់មុខផ្ទះយីសយយាយសយអើយតើយាយនៅផ្ទះទេខ្ញុំមកលេងអូតាម៉ៅទេអីហើយតាមកផ្ទះខ្ញុំនេះមានការអីដែរតាមិនអីទេយាយអើយគ្រាន់តែដើរកាត់នេះក៏ឈៀងចូលមកលេងទៅព្រោះអីស្រុកភូមិឥឡូវឮថាមានខ្លាចូលមកទៀតផងនិយាយពីរឿងខ្លាចនេះខ្ញុំកាន់តែខ្លាចណាស់តាព្រោះអីវាស៊ីគោខ្ញុំអស់រួចហើយខ្លាចតែថ្ងៃណាមួយវាមកស៊ីដល់មនុស្សក្នុងភូមិទៀតទេយាយកុំទៅភ័យអីវាមិនហ៊ានចាញ់មកស៊ីអ្នកភូមិទេហើយចុះមិនក៏តាដឹងថាវាមិនស៊ីអ្នកភូមិព្រោះអីវាជាសត្វខ្លាវាមិនស្គាល់ថាជាសត្វឬជាមនុស្សទេតែវាឃ្លានវាស៊ីហើយពេលនោះមីងសឿនក៏បានដើរចូលមកតាយាយកំពុងជជែកគ្នាពីរឿងអីដែរមើលទៅដូចជារឿងធំសម្បើមណាស់ក្មួយសឿនអើយកំពុងតែនិយាយគ្នាអំពីរឿងសត្វខ្លាដែលចេញមកអុកលុកអ្នកភូមិអ្នកស្រុកយើងនឹងអូរឿងនេះខ្ញុំទើបតែនិយាយជាមួយអ្នកសំមុននេះបន្តិចដែរព្រោះអីអ្នកភូមិយើងកាន់តែភ័យខ្លាចខ្លាំងឡើងហើយមែនហើយរឿងនេះបើទុកយូរកាន់តែមានរឿងធំហើយនិយាយគ្នាបានមួយសន្ទុះធំហើយតាម៉ៅនិងមីងសឿនក៏បានដើរចេញពីផ្ទះតាយាយនៅឯវាលស្រែឯនេះវិញពូយាននិងនាយឈឿនក៏បានមកជួបនាយឌួងនៅវាលស្រែពូមកមើលស្រូវដែរមែនទេពូនឹងឲ្យក្មួយដួងហើយចុះក្មួយមកពីអង្កលបានជាពូមកដល់ស្រាប់តែឃើញក្មួយនៅស្រែតែម្ដងអញ្ចឹងខ្ញុំមកតាំងពីព្រឹកព្រលឹមណាពូព្រោះអីមកដេញសัตว์វាចូលស៊ីស្រូវហើយចុះឈឿនមកធ្វើអីដែរនងអូពូហៅគេឲ្យមកបានជាគ្នាហ្នឹងណាក្មួយនាំគ្នានិយាយលេងចុះពូចុះដើរមើលស្រូវបន្តិចអាដួងហើយឯងមកស្រែតែម្នាក់ឯងហ្នឹងឯងអត់ខ្លាចទេអីព្រោះអីគេល្បីរឿងសัตว์ខ្លាចចូលភូមិរៀងរាល់យប់ណាខ្លាចចាខ្លាចអ្វីតែឲ្យធ្វើម៉េចបើមកមើលស្រូវស្រែទុកឲ្យសัตว์ស៊ីបំផ្លាញនោះយើងអត់បាយឆៃស្លាប់ដូចតែខ្លាស៊ីហ្នឹងណែដួងគ្នាលឺមកថាលោកមេភូមិនិងឪពុកគ្នាត្រៀមកម្ចាត់ខ្លានឹងនាពេលយប់ពេញបរមីណាព្រោះអីឮពុកគ្នាថាខ្លាស្មិលពេលយប់ពេញបរមីវាបង្ហាញខ្លួនច្បាស់ហើយក៏ជាថ្ងៃដែលវាមានមហិទ្ធិឫទ្ធិខ្លាំងផងដែរបើពិតដូចជាពូយាននិយាយយើងពិតជាពិបាកក្នុងការកម្ចាត់វាហើយព្រោះអីវាជាសត្វខ្លាដែលកើតចេញពីមុនអាគមរឿងនេះវាពិតជាពិបាកហើយចំពោះស្រុកភូមិយើងនោះព្រោះអីចាប់តាំងពីមានរឿងនេះមកអ្នកភូមិរស់នៅក្នុងភាពភ័យខ្លាចមិនហ៊ានចេញទៅប្រកបរបររកស៊ីចូលព្រៃដូចជាមុនទេមិននឹងហើយសម្លាញ់ជាពិសេសពេលយប់គឺអ្នកភូមិបិទទ្វារចូលដេកគ្មានហ៊ានចេញទៅក្រៅទេទោះឮសំឡេងឆ្កែព្រុសពេលយប់ក៏ដោយហេតុនេះហើយទើបខ្លាវាចេះតែចូលមកចាប់សត្វចិញ្ចឹមក្នុងភូមិស៊ីរាល់យប់ហ្នឹងណាចំពោះរឿងនេះនរណាក៏មានការព្រួយបារម្ភដែរតែណាស់ហើយនិយាយច្រើនចិត្តក៏ចេះតែខ្វល់ច្រើនដែរគ្នាចោះដើរមើលស្រូវបន្តិចសិនហើយណាហ្នឹងហើយទៅចោះ
គ្នាក៏គិតថារកទៅផ្ទះដែរប្រុសអីមកតាំងពីព្រឹកដែរខ្លាចម៉ែនឹងប្អូនចាំមើលផ្លូវទៅចុះគ្នាក៏ចុះស្រែដែរ បន្ទាប់ពីនិយាយគ្នាអស់ពេលយូរគួរសមដែរនាយឈឿនក៏បានដើរទៅរកពូយាននៅវាលស្រែរីឯនាយឌួងក៏ដើរទៅផ្ទះនៅផ្ទះមីងសឿនពីរអ្នកកូនស្រីកំពុងនិយាយគ្នាមុខផ្ទះម៉ែបងប្រុសទៅស្រែអីក៏យូរម្លេះម៉ែព្រោះគាត់ទៅតាំងតែពីព្រឹកព្រលឹមម្លេះហើយស្មាននេះហើយនៅមិនទាន់ឃើញមកទៀតអូប្រហែលជាបងឯងរវល់តែដើរមកតាមផ្លូវហើយមើលទៅហើយក៏ប្រហែលជួបអ្នកភូមិយើងដែលទៅមើលស្រែដែរទើបនៅជជែកគ្នាមិនទាន់បានមកផ្ទះដូច្នេះណាកូនចាម៉ែខ្ញុំក្រែងតែបងប្រុសដើររវល់តែញ៉ៃញ៉ងកូនកំមុំអ្នកភូមិតែបានជាយូរមិនឃើញមកដល់ផ្ទះចេះតែធ្វើបាបបងខ្លួនឯងហើយបងកូនឯងនេះសំបីតែស្រីក៏មិនហ៊ានមើលមុខផងតើហេតុអីបានតែហ៊ានញ៉ៃញ៉ងកូនគេនោះម៉ែមិនបានជាម៉ែដឹងថាបងគាត់ខ្លាចមនុស្សស្រីបើម៉ែមិនដែលតែណាមកណាជុំគាត់ផងនឹងម៉ែអូរឿងអីម៉ែមិនដឹងបើម៉ែចិញ្ចឹមបងឯងនឹងឯងជាង20ឆ្នាំហើយបងឯងមិនឮថាតាក់ទងណាណាទេហើយគេគិតតែពីខំធ្វើការដល់ពេលម៉ែសួរនាំពីរឿងនេះគេក៏មិនស្ដីអ្វីដែរបានត្រឹមតែញញឹមអូនោះណោះកំពុងតែនិយាយដើមបងឯងគេដើរមកល្មមនោះបងប្រុសត្រឡប់មកល្មមនាយឌួងក៏ដែរចូលមកឈរចាំពីមុខម្ដាយនិងប្អូនស្រីអើយមកហើយអីកូនហើយមិនបានជាទៅយូរម្លេះថ្ងៃនេះបានម៉ែគឺដោយសារតែខ្ញុំជួបជាមួយពូយានគាត់ទៅមើលស្រូវដែរហ្នឹងណាយូរដោយសារតែរវល់និយាយគ្នាលេងជាមួយគាត់ហើយចុះលបងយានបាននិយាយអីខ្លះរឿងខ្លះអត់ទេកូនគាត់និយាយតើម៉ែគាត់ថាយប់នេះនឹងចាំឃ្លាំមើលវាហើយបើបែបនេះមែនល្អហើយកុំឲ្យអ្នកភូមិកាន់តែភ័យខ្លាចទៀតបន្ទាប់ពីព្រះសូរិយាយាត្រាមកបំភ្លឺផែនពោធិធាពេញមួយថ្ងៃមកហើយក៏ដល់វេលាអស់ស្ដង់គុណអ្នកស្រុកអ្នកភូមិក៏មនីមនារៀបចំរបស់របរចូលផ្ទះយប់នេះជាយប់ពេញបរមីព្រោះច័ន្ទពេញវង្សមូលក្រឡង់អ្នកភូមិក៏បានជួបជុំគ្នានៅក្នុងភូមិដើម្បីចាប់មើលសត្វខ្លារីឯពូយានដែលជាព្រានព្រៃនិងជាអ្នកដែលចេះអាគមផងនោះក៏បាននាំយកកូនថងយាមគាត់ទៅជាមួយផងព្រោះគាត់ដឹងថាគាត់ត្រូវតែប្រើអាគមដើម្បីទប់ទល់នឹងសត្វខ្លានោះអ្នកភូមិប្រុសៗក៏មកជុំគ្នានៅផ្ទះលោកមេភូមិពេលនេះយើងជួបជុំគ្នាអស់ហើយតែយើងគួរតែចាំមើលនៅទីតាំងណាដែរយានខ្ញុំគិតថាយើងគួរតែនៅក្នុងភូមិនេះព្រោះខ្លាវាច្បាស់ជាចូលមកក្នុងភូមិនេះហើយបើតាមខ្ញុំស្មានបើអញ្ចឹងយើងគួរតែចាំម្ដុំណាដែរទៅយានខ្ញុំគិតថាយើងគួរតែចាំមើលនៅក្បែរផ្ទះយាយសយបើគិតបែបនេះហើយតោះពួកយើងចេញដំណើរទៅហើយចុះយើងអត់មានយកអាវុធទុកការពារខ្លួនទេអីយានមិនបាច់ទេលោកមេភូមិព្រោះអាវុធធម្មតាមិនអាចធ្វើអីវាបានទេតែខ្ញុំមានវិធីដើម្បីទប់ទល់ជាមួយវាហើយបើយានឯងមានវិធីការពារបែបនេះគឺល្អហើយតោះពួកយើងចេញដំណើរលុះនិយាយស្រស់ស្រួលគ្នាហើយអ្នកភូមិទាំងអស់គ្នាក៏ចេញដំណើរទៅកន្លែងដែលចាំខ្លានោះចេញមកចាប់សត្វអ្នកភូមិមកដល់ពេលនេះហើយអ្នកភូមិក៏មិនទាន់ដឹងថាខ្លាចេញមកពេលណាដែរតាម៉ៅដែលជាអ្នកស្រុកចំណាកមកអាស្រ័យនៅក្នុងភូមិនេះអស់មួយរយៈអ្នកភូមិក៏មិនទាន់ដឹងថាគាត់គឺជាគ្រូមន្តអាគមខ្មៅហើយក្នុងនោះគាត់ក៏រៀនមន្តអាគមខ្លាស្មីលដែរដែលជាមន្តអាគមមនុស្សអាចប្រែក្រឡាជាសត្វខ្លានាពេលយប់ដើម្បីចេញចាប់ចំណីយានណាយើងចេញមកសន្ទុះទៅហើយតែដូចជាមិនទាន់ឃើញមានអីប្លែកចាំមើលបន្តិចទៀតទៅលោកមេភូមិខ្ញុំមានអារម្មណ៍ថាវាកំពុងតែដើរមកហើយលោកមេភូមិឃើញទេនោះហើយជាខ្លាដែលខ្ញុំថានោះឥឡូវវាចេញមកហើយតើយើងគួរទៅធ្វើបែបណាទៅយាន
យើងនឹងចាញ់ទៅស្ទាក់មុខវា ថាហើយពូយីនក៏ស្ទុះចេញទៅស្ទាក់ចំពីមុខខ្លា ឈប់សិនអាខ្លាកំណាចឯងធ្វើបាបអ្នកភូមិយើងខ្លាំងណាស់យើងមិនអាចមិនអោយឲ្យឯងធ្វើបែបនេះបន្តទៀតទេអូ តើពួកឯងអាចធ្វើអីយើងបានទៅហ៎ ហាខ្លាចេះនិយាយបានលោកមេភូមិខ្លានេះចេះនិយាយព្រោះវាមិនមែនជាខ្លាសត្វនោះទេវាគឺជាខ្លាសិលដែលកើតចេញពីអាគមស្មិលមិនបាច់និយាយច្រើនទេបើពួកឯងចង់រួចជីវិតឆាប់ចេញពីមុខបើកផ្លូវឲ្យយើងទៅបើពួកឯងមិនបើកផ្លូវនោះទេយើងនឹងសម្លាប់ធ្វើជាចំណីហើយណាមួយយើងស៊ីតែសាច់សត្វមិនដែលបានភ្លក់សាច់មនុស្សទេយើងក៏ចង់សាកដែរថាតើវាមានរសជាតិឆ្ងាញ់ប៉ុណ្ណា ល្អយើងក៏ចង់ដឹងថាអាខ្លាស្មិលឯងនេះជាអ្នកណាហើយខ្លាំងប៉ុណ្ណាដែរ ភ្លាមនោះពូយីនក៏បានដកយកគោបាសម្រិតរបស់គាត់ពីក្នុងថង់យាមមកយកមកសូត្រប្រឌិស្ថានឡើងហើយក៏បោះទៅខាងមុខពេលនោះគោរបស់គាត់ក៏បានរីកខ្លួនធំ ចូលទៅកំចាត់អាខ្លានោះឲ្យពុកអាកូន ត្រឹមតែជាសត្វគោប៉ុណ្ណឹងចង់យកឈ្នះយើងផងហ៎ ឯងកុំស្រមៃអីអញមិនទាន់បានសាកទេបន្តិចទៀតឯងនឹងបានឃើញហើយ ភ្លាមនេះសត្វគោបារបស់ពូយីនក៏បានចូលទៅប្រយុទ្ធនឹងសត្វខ្លាឈុតឆាកប្រយុទ្ធរបស់ខ្លាអាគមនិងគោបាអាគមក៏បានផ្ទុះឡើងចំណែកឯពូយីនវិញខំសូត្រដាស់គោបារបស់គាត់បន្ថែមទៀតដើម្បីឲ្យវាមានឫទ្ធានុភាពខ្លាំងបន្ថែមទៀត មើលទៅខ្លាដូចជាមានព្រៀបលើគោបារបស់យានឯងហើយមែនហើយពងបន្ថែមអនុភាពឲ្យគោបានោះទៀតទៅពងមែនហើយពូដាស់កម្លាំងឲ្យគោបាពូថែមទៀតទៅពូក្មួយកំស្រែកធ្វើឲ្យរំខានសមាធិយានអីគេកំពុងតែប្រឹងប្រែងប្រមូលកម្លាំងបន្ថែមឲ្យគោបាគេហើយក្មួយ លុះមានការប្រយុទ្ធរវាងខ្លានិងគោបាបានមួយសន្ទុះខាងខ្លាក៏មានព្រៀបពេលនោះគោបារបស់ពូយីនក៏ចាញ់ក្រោមថ្វីដៃរបស់ខ្លាគោបាក៏ប្រែទៅជាសភាពដើមវិញ សមត្ថភាពឯងមានតែប៉ុណ្ណឹងទេអីយើងមិនទាន់បានប្រើកម្លាំងប៉ុន្មានផងក៏ស្រាប់តែគោបារបស់ឯងចាញ់បាត់ទៅហើយ ឯងកុំតន់អាលសបាយអពេកអាខ្លាចង្រៃយើងមិនព្រមឲ្យឯងធ្វើបាបអ្នកភូមិតាមតែអំពើចិត្តឯងនោះទេជួយខ្លួនឯងឲ្យទៅរួចសិនទៅបន្តិចទៀតពួកឯងនឹងក្លាយជាចំណីរបស់យើងហើយ កុំសង្ឃឹមឲ្យសោះអាខ្លាកំណាចយើងមិនតន់ចោះចាញ់ឯងទេយើងនឹងឲ្យឯងលេងជាមួយនឹងរបស់ថ្មីមួយទៀតពងមើលទៅខ្លានេះវាខ្លាំងណាស់ពងតែយើងអាចទប់ទល់ឈ្នះវាទេពងមែនហើយពូតែយើងមានវិធីអីអាចកម្ចាត់វាបានទៅពូកុំបារម្ភអីពុកមានវិធីដោះស្រាយហើយតែខ្លានេះវាខ្លាំងមែនហើយតែយើងក៏មានរបស់ល្អឲ្យវាលេងទៀតដែរតែពុកមានរបស់អីទៅពុកឆាប់កម្ចាត់វាទៅមើលទៅវាកំពុងតែស្រែកឃ្លានសាច់ហើយពងមិនអីទេវាជាខ្លាសិលវាអាចយល់ពីយើងវាមិនចេះតែវាយប្រហារយើងទេមែនហើយយានឯងឆាប់ប្រើវិធីកម្ចាត់វាទៅទុកយូរទៀតមិនបានទេណាយានបាទលោកមេភូមិខ្ញុំនឹងធ្វើឥឡូវនេះហើយយ៉ាងម៉េចទៅហើយមានរបស់អីទៀតក៏ឆាប់បញ្ចេញមកយើងក៏ចង់ឃើញថាគ្រូស្ទើរភ្លើងដូចជាឯងនេះអាចធ្វើអ្វីយើងបានទៅ បន្តិចទៀតឯងនឹងបានឃើញហើយ
កុំប្រញាប់ពេកអី និយាយចាប់ហើយពូជីនក៏បានលុកដៃចូលក្នុងថង់យីមយកបានចង្កូមខ្លាហើយក៏សូត្រប្រដិស្ថានឡើងរួចក៏បោះទៅខាងមុខពេលនោះខ្លាសដ៏ធំមួយក៏បានលេចរូបរាងឡើងចំពីមុខខ្លាបិសាចនោះ នេះហើយជារបស់ដែលឯងចង់ប៉ះឯងសាកជាមួយនឹងស្ដេចខ្លាសយើងម្ដងទៅមើលទៅដូចជាគ្មានអ្វីអស្ចារ្យទេយើងសង្គ្រប់តែបន្តិចក៏ចាញ់បាត់ទៅហើយ ឯងកុំតន់សបាយអពេកបន្តិចទៀតឯងនឹងដឹងហើយថាអ្នកណាឈ្នះអ្នកណាចាញ់ឆាប់ចូលទៅកំចាត់អាខ្លាកំណាចនោះទៅ ភ្លាមនោះស្ដេចខ្លាសរបស់ពូជីនក៏បានស្ទុះទៅផ្ទះខ្លាស្មីលនោះទៅវិញទៅមកការប្រយុទ្ធគ្នារវាងខ្លាទាំងពីរក៏កើតឡើងកាន់តែក្តៅគគុំចំណែកពូជីនគាត់ក៏លើកដៃប្រណម្យសូត្រដើម្បីបង្កើនឫទ្ធានុភាពបន្ថែមទៀតលុះខ្លាទាំងពីរប្រយុទ្ធគ្នាបានមួយសន្ទុះធំឃើញថាខ្លារបស់ពូជីនគឺរៀងមានព្រៀបលើខ្លាស្មីលនោះ មើលចុះមើលទៅខ្លារបស់យានឯងហាក់ដូចជាមានព្រៀបហើយមែនហើយលោកមេភូមិខ្លាសនោះដូចជាទះសង្គ្រប់ខ្លាស្មិលនោះហើយខ្លាស្មិលនោះក៏វាថមថយកម្លាំងដែរមែនណាឈឿនខ្លាពូយានមានកម្លាំងខ្លាំងខ្លាណាស់មើលទៅខ្លាស្មិលនោះដូចជាមិនអាចទប់ទល់ជាមួយនឹងខ្លាសពូយានបានទេតាមមើលទៅខ្លាសរបស់យានអាចយកឈ្នះខ្លាស្មិលបានឥឡូវហើយ បន្ទាប់ពីប្រយុទ្ធគ្នាអស់រយៈពេលយូរដែរហើយខ្លាស្មីលក៏ចាញ់ក្រោមដៃរបស់ខ្លាសរបស់ពូជីនហើយខ្លាស្មីលក៏បានរត់គេចខ្លួនបាត់ទៅហើយខ្លាសរបស់ពូជីនក៏រលាយខ្លួនបាត់ដែរ នោះខ្លាស្មិលចាញ់ហើយវារត់គេចបាត់ទៅហើយយានតើយើងតាមវាទៅទេយើងតាមមិនទាន់ទេលោកមេភូមិមិនអីទេវាមានរបួសហើយថ្ងៃក្រោយវានឹងមករកយើងដើម្បីសងសឹកវិញចុះបើទុកបែបនេះវាមិនខឹងហើយបង្កគ្រោះថ្នាក់ដល់អ្នកភូមិយើងទៀតទេអីយានមិនអីទេលោកមេភូមិតែប៉ុណ្ណេះវាឈឺរបួសយូរថ្ងៃណាស់វាក៏មិនហ៊ានចាញ់រកចំណីទៀតដែរហើយខ្ញុំក៏មានឱកាសអាចត្រៀមកម្ចាត់វាបានផងដែរបើយានឯងនិយាយបែបនេះហើយពួកយើងបានធូរចិត្តខ្លះហើយមេឃក៏ចិត្តភ្លឺដែរតោះពួកយើងត្រឡប់ទៅផ្ទះវិញវាមិនហ៊ានចេញមកទៀតទេណាមួយខ្ញុំក៏រៀងអស់កម្លាំងដែរព្រោះអីអំបញ្ញមិញនេះប្រើកម្លាំងទប់ទល់នឹងខ្លានោះអស់ច្រើនណាស់មែនហើយយានតោះពួកយើងទៅក្រោយពីបានប្រយុទ្ធតតាំងនឹងខ្លាចិត្តពេញមួយរាត្រីមកមេឃក៏ចិត្តភ្លឺពូជីនលោកមេភូមិនាយឈឿននាយឌួងក៏នាំគ្នាសម្ដៅទៅផ្ទះសំឡេងមនរងាវក៏ដាស់អស់សពសត្វឲ្យដឹងច្បាស់ថាថ្ងៃថ្មីឈានចូលមកដល់នៅផ្ទះមីងសឿនយាយសយក៏បានដើរមកទាំងព្រឹកមីងឈរនៅមុខផ្ទះពីរនាក់កូនស្រីគាត់ហើយតាណាមកណាដែរយាយកាត់ទាំងព្រឹកតែម្ដងគឺមកនេះឯងសឿនណែព្រោះអីយប់មិញនេះខ្ញុំឮសំឡេងខ្លាខំគ្នាខ្លាំងពេកហើយក៏អើតមើលតាមបង្អួចមានអីសឿនអើយស្រាប់តែឃើញខ្លាពីរក្បាលកំពុងតែខំគ្នាហើយឃើញក្មួយជីនហើយនឹងក្មួយមេភូមិនៅទីនោះដែរអូយប់មិញនេះខ្ញុំក៏ឮដែរជីណាមួយយប់មិញកូនខ្ញុំឌួងក៏គេទៅដែរទើបចូលផ្ទះម៉ោង 4 ទេភ្លឺនឹងឯងខ្ញុំក៏មិនបានសួរនាំឲ្យច្បាស់បើចង់ដឹងកាន់តែច្បាស់តោះយើងទៅផ្ទះសំហើយសួរឲ្យបានច្បាស់តែម្ដងទៅមែនហើយជីធូកូនឯងនៅផ្ទះណាម៉ែនឹងយាយសយទៅផ្ទះមីងសំឯងតែងចាម៉ែកូនដឹងហើយម៉ែយាយសយនិងមីងសឿនក៏បានដើរចាក់ចេញទៅដើរបានមួយសន្ទុះក៏បានមកដល់ផ្ទះមីងសំដោយឃើញមីងសំនិងពូជីនកំពុងតែឈរនៅមុខផ្ទះស្រេចក៏ចូលទៅសួរនាំយាយនិងអ្នកសឿនមកផ្ទះខ្ញុំទាំងព្រឹកមានការអីដែរខ្ញុំមកនេះចង់សួរលបងជីនរឿងការពីយប់មិញថាមានរឿងអីកើតឡើងផងមែនហើយក្មួយជីនយប់មិញនេះខ្ញុំឮសំឡេងខ្លាំងណាស់បាទយាយយប់មិញគឺខ្លាដែលតែងតែចេញមកចាប់សត្វចិញ្ចឹមរបស់អ្នកភូមិវាចេញមក
ហើយខ្ញុំនិងលោកមេភូមិក៏បានស្ទាក់មុខវានៅចំពីមុខផ្ទះយាយនឹងឯង ខ្ញុំឮសំឡេងក៏អើតមើលតាមបង្អួចឃើញសត្វខ្លាពីរកំពុងតែខំគ្នា បាទយាយខ្លាមួយទៀតជាខ្លារបស់ខ្ញុំដែលប្រើឲ្យទប់ទល់នឹងខ្លាស្មិលនោះ ថាមិនក្មួយខ្លាស្មីលយើងធ្លាប់តែឮឪពុកយើងនិយាយប្រាប់ការពីនៅក្មេងដល់ឥឡូវនៅមានហើយចេញមកទៀតអូយស្ដាប់យាយនិយាយទៅដូចជាគួរខ្លាចណាស់ខ្ញុំមិនដែលឮហើយក៏មិនដែលដឹងពីខ្លាស្មីលទេយាយយើងក៏មិនសូវដឹងច្បាស់ដែរតែបើក្មួយយានដឹងច្បាស់ព្រោះអីក្មួយយានយល់ពីរឿងអាគមច្រើន រឿងនេះខ្ញុំអាចដឹងខ្លះៗកាលពីខ្ញុំនៅរៀនជាមួយលោកគ្រូខ្ញុំគាត់បានប្រាប់ថាមុនអាគមខ្លាស្មិលនេះវាមិនខុសពីអាគមអាបធ្មប់ទេគឺគ្រាន់តែអាគមខ្លាស្មិលនេះគឺអ្នកដែលរៀនអាគមអាចកលាខ្លួនជាសត្វខ្លាបានហើយអាចចាប់ចំណីដូចជាខ្លាអញ្ចឹងគ្រាន់តែវាជាខ្លាដែលប្រើមុនអាគមបាន ចុះបើវាមានអានុភាពខ្លាំងបែបនេះតើអញ្ចឹងអាចកម្ចាត់វាបានទេ រឿងនេះមិនមែនជាការងាយស្រួលទេតែយប់មិញនេះគឺវារងរបួសធ្ងន់គួរសមហើយអានុភាពវាក៏មិនសូវខ្លាំងដូចមុនដែរបើសិនជាថ្ងៃក្រោយវាចេញមកទៀតយើងអាចនឹងកម្ចាត់វាបាន បើបានបែបនេះល្អហើយព្រោះអីពួកយើងគឺខ្លាចណាស់ខ្លាចវាខឹងហើយក៏ចេញមកសងសឹកអ្នកភូមិយើង រឿងនេះខ្ញុំកំពុងតែរកវិធីដោះស្រាយហើយចូលអ្នកទាំងអស់គ្នាកំព្រួយអីណា ហើយចុះក្មួយបំរុងធ្វើអីបន្តទៀតបើទុកយូរមិនកើតទេព្រោះវាកាន់តែចងកំហឹងនឹងអ្នកភូមិយើងហើយ មិនអីទេយប់នេះខ្ញុំនឹងចេញយាមចាំមើលវាទៀតរហូតដល់វាចេញមកបើសិនជាវាចេញមកមែនខ្ញុំនឹងមិនឲ្យវារួចខ្លួនទេអូននិយាយអញ្ចឹងខ្ញុំគិតតែខ្ញុំទៅផ្ទះលោកមេភូមិបន្តិចសិន និយាយរួចហើយពូជីនក៏ដើរចេញទៅផ្ទះលោកមេភូមិរឿងនេះប្រសិនបើខ្លានោះវាខឹងយើងហើយចេញសម្លាប់ដល់មនុស្សទៀតពួកយើងនឹងវីវហើយមិនអីទេយីឮប្តីខ្ញុំថាខ្លានោះវាមានរបួសហើយវាក៏មិនសូវខ្លាំងដូចជាពេលមុនដែរយើងកំពុងតែភ័យព្រោះអីយើងនៅតែម្នាក់ឯងផងបើយាយខ្លាចយាយអាចមកដេកនៅផ្ទះខ្ញុំមួយរយៈសិនបានណាយាយព្រោះអីប្តីខ្ញុំពេលយប់ក៏គាត់ចេញទៅចាំយាយមើលខ្លាដែរបែបនេះក៏បានដែរព្រោះអីយើងក៏ខ្លាចដែរព្រោះឃើញទិដ្ឋភាពយប់មិញគឺគួរខ្លាចណាស់ណែអ្នកសមមាខ្ញុំគិតថាលាអ្នកទៅផ្ទះវិញហើយព្រោះអីកូនស្រីខ្ញុំនៅផ្ទះតែម្នាក់ឯងយើងក៏គិតថាលាឯងទៅផ្ទះដែរសមចាយីខ្ញុំក៏គិតថារកដាំបាយដែរព្រោះថ្ងៃកាន់តែជ្រេហើយនិយាយចប់ហើយមីងសឿននិងយាយសយក៏បានដើរពីផ្ទះមីងសំត្រឡប់ទៅផ្ទះវិញរៀងខ្លួននៅផ្ទះលោកមេភូមិ លោកមេភូមិតែយប់មិញនេះលោកមេភូមិមានសង្ស័យអីទេខ្ញុំដូចជាអត់សង្ស័យអីទេយាយអើយបើខ្ញុំវិញខ្ញុំរៀងសង្ស័យទៅលើមនុស្សម្នាក់តែខ្ញុំមិនហ៊ានបញ្ចេញឈ្មោះទេព្រោះខ្លាចថាមិនមែនអញ្ចឹងមានតែចាំមើលជាក់ស្ដែងទើបដឹងច្បាស់រួចចុះយប់នេះយើងនឹងទៅចាំនៅទីតាំងណាដែរយានខ្ញុំគិតថាយើងគួរតែស្ទាក់នៅកន្លែងយប់មិញព្រោះអីយ៉ាងណាក៏វាមករកយើងដែរព្រោះវាខឹងនឹងខ្ញុំកាលពីយប់មិញនេះយ៉ាងណាក៏វាត្រូវតែមកសងសឹកជាមួយខ្ញុំដែររួចចុះយប់នេះតើយានឯងប្រើអីដើម្បីទប់ទល់ជាមួយនឹងវាទៅបាទលោកមេភូមិគឺខ្ញុំនឹងប្រើវិធីដូចជាយប់មិញនេះអញ្ចឹងប៉ុន្តែខ្ញុំគ្រាន់តែបន្ថែមកម្រិតវាឲ្យខ្លាំងជាងមុនបើបែបនេះមែនគឺល្អណាស់យានខ្ញុំគិតថាលាលបងទៅផ្ទះខ្ញុំសិនហើយនិយាយចំពូជីនក៏បានដើរចេញពីផ្ទះលោកមេភូមិបន្ទាប់ពីព្រះសូរិយាចេញរស្មីបំភ្លឺផែនដីអស់ពេញមួយថ្ងៃមកក៏ដល់វេលាចាក់ផែនពុសធានេះទៅក៏ឈានដល់វេនព្រះចន្ទ្រារះបំភ្លឺផែនដីម្ដងយប់នេះគឺមានតែពូជីននិងលោកមេភូមិទេដែលចេញទៅបង្ក្រាបខ្លា
ឈឿនកូនយប់នេះឯងមិនបាច់ទៅជាមួយពុកទេពុកទៅតែជាមួយលោកមេភូមិបានហើយបាទពុកខ្ញុំនៅផ្ទះជាមួយម៉ែក៏បានដែរ ចាពុកវីបន្តិចទៀតយាយសយគាត់មកសម្រាននៅផ្ទះយើងមួយយប់សិន នឹងហើយបើបានអញ្ចឹងល្អអន្តើបានយាយសយមកបានជាគ្នាផងកុំឲ្យស្ងាត់ បានបន្តិចក្រោយមកយាយសយក៏បានដើរមកដល់ផ្ទះមីងសំអូនោះយាយសយមកដល់ល្មមយើងមកហើយចុះក្មួយយានចេញទៅតែឯងមែនទេ បាទយាយខ្ញុំទៅតែពីរអ្នកលោកមេភូមិទេព្រោះអីយប់នេះសភាពការដូចជាមិនស្រួលទៅខ្ញុំមិនចង់ឲ្យក្មេងៗទៅជាមួយ នឹងហើយក្មួយមើលប្រយ័ត្នប្រយែងផងក្មួយមែនហើយពុកវីមើលប្រយ័ត្នប្រយែងខ្លួនផងខ្ញុំបារម្ភពីពុកវីឯងណា ខ្ញុំក៏បារម្ភពីពុកដែរខ្ញុំសុំទៅជាមួយផងបានដែរទេពុកមិនអីទេកុំបារម្ភអីពុកអាចការពារខ្លួនឯងបានឯងនៅផ្ទះមើលម៉ែឯងនិងយាយសយទៅប៉ុណ្ណឹងបានហើយណាខ្ញុំលាទៅសិនហើយកុំឲ្យលោកមេភូមិចាំយូរ ចាពុកវីសំណាងល្អណាស់និយាយរួចហើយពូយៀនក៏ចេញដំណើរពីផ្ទះសម្ដៅទៅផ្ទះលោកមេភូមិ លោកមេភូមិចាំខ្ញុំយូរទេមិនយូរទេខ្ញុំទឹមឲ្យដៃដែរនឹងបើអញ្ចឹងតោះយើងឆាប់ទៅព្រោះអីកាន់តែយប់ហើយយើងទៅស្ទាក់ចាំវាមុន ពូយៀននិងលោកមេភូមិក៏ចេញដំណើរបានបន្តិចក្រោយមកក៏មកដល់ផ្ទះយាយសយដែលជាកន្លែងចាំស្ទាក់ខ្លា មិនក៏យប់នេះស្ងាត់ម្លេះយានដូចជាខុសពីយប់មុនមូលហេតុដែលយប់នេះស្ងាត់គឺដោយសារតែអំណាចរបស់ខ្លានោះវារៀបចេញមកហើយទើបសភាពនៅជុំវិញខ្លួនយើងវាស្ងប់ស្ងាត់បែបនេះ និយាយបានបន្តិចខ្លាក៏បានដើរចេញពីមាត់ភ្លឹងហើយក៏ប្រទះនឹងពូយៀននិងលោកមេភូមិ នោះយានណាខ្លាវាចេញមកហើយធំណាស់យានអើយ ពួកឯងយប់នេះនឹងខ្លាយជាចំណីរបស់យើងនៅទីនេះហើយយានមើលចុះខ្លានោះវាហាក់ដូចជាគ្មានរបួសអីទេលោកមេភូមិកុំខ្លាចអីអាខ្លាស្មិលចង្រៃយប់នេះយើងមិនឲ្យឯងរួចខ្លួនដូចជាយប់មុនទេយប់មិញនេះយើងភ្លាត់ស្នៀតតែយប់នេះក៏យើងមិនឲ្យពួកឯងមានជីវិតត្រឡប់ទៅវិញដែរយើងក៏ចង់ដឹងដែរថាតើឯងអាចរត់រួចដូចជាយប់មុនដែរទេ ពូយៀនក៏លូកដៃយកចង្កូមខ្លាហើយសោតផ្លុំកើតទៅជាសត្វខ្លាសមួយក្បាលយ៉ាងធំពេលនេះខ្លាស្មីលក៏បានចូលមកប្រយុទ្ធជាមួយខ្លាសរបស់ពូយៀនហើយខ្លាសក៏ហក់ខំចំកខ្លាស្មីលធ្វើឲ្យវាឈឺចាប់ដេកស្លាប់នៅទីនោះតែម្ដងហើយខ្លារបស់ពូយៀនក៏រលាយបាត់ទៅ ណែយានខ្លានោះស្លាប់បាត់ទៅហើយបាទលោកមេភូមិតែប៉ុណ្ណេះភូមិយើងបានសុខសប្បាយហើយសាកសពខ្លានេះយើងគិតយ៉ាងម៉េចដែរទៅយានសាកសពខ្លានេះព្រឹកឡើងវានឹងคล้ายជាអ្វីផ្សេងហើយយានចង់បានន័យថាវានឹងคล้ายជាអ្នកដែលប្រែកលានោះមែនទេបាទមែនហើយលោកមេភូមិបាទដូច្នេះយើងគួរទៅផ្ទះសិនទៅចាំព្រឹកចាំត្រឡប់មកមើលសាកសពខ្លានេះវិញ បន្ទាប់ពីសម្លាប់ខ្លាបានហើយអ្នកទាំងពីរបានដើរត្រឡប់ទៅផ្ទះវិញអូពុកវាមកវិញហើយមែនទេខ្ញុំសប្បាយចិត្តណាស់ហើយឯងមិនទាន់ដេកទេអីយប់ជ្រៅថ្មនេះទៅហើយ ខ្ញុំដេកមិនលក់ទេព្រោះបារម្ភពីពុកវាឯងពេកបានឯងត្រឡប់មកផ្ទះវិញបែបនេះសប្បាយចិត្តណាស់ហើយចុះខ្លានោះវាយ៉ាងម៉េចហើយពុកវាខ្លានោះវាងាប់បាត់ទៅហើយចាំព្រឹកចាំនាំអ្នកភូមិទៅមើលចាពុកវាតោះចូលផ្ទះសម្រានទៅចាំព្រឹកចាំទៅមើលមីងសំនិងពូយៀនក៏បានដើរចូលក្នុងផ្ទះលុះពេលព្រឹកឡើងព្រះសូរិយាក៏ជះបញ្ចេញរស្មីត្រចះត្រចង់អ្នកភូមិក៏បានជុំគ្នាមកមើលសាកសពខ្លាបានបន្តិចក្រោយមកសាកសពខ្លាក៏បានប្រែក្លាយជាសាកសពមនុស្សប្រុសចំណាស់ម្នាក់
មិនបានជាខ្លាប្រែទៅជាតាម៉ៅវិញមែនហើយមិនបានទៅជាបែបនេះ មែនហើយខ្លានេះគឺជាតាម៉ៅកាឡាខ្លួនខ្ញុំដឹងតាំងពីដំបូងមកម្លេះតែខ្ញុំមិនហ៊ាននិយាយគឺចាំឲ្យអ្នកទាំងអស់គ្នាបានឃើញផ្ទាល់នឹងភ្នែកតែប៉ុណ្ណេះក្នុងភូមិយើងលែងមានរឿងអីចម្លែកទៀតហើយយើងនឹងរស់នៅបានសុខសប្បាយវិញហើយ បន្ទាប់ពីខ្លាត្រូវបានសម្លាប់អ្នកភូមិក៏រស់នៅបានសុខសប្បាយហើយអាចប្រកបរបររកស៊ីដោយគ្មានការភ័យខ្លាចហើយសុខសប្បាយជានិរន្តរ៍រៀងទៅអើយតម្លៃអប់រំយើងមិនអាចស្មានទៅលើអ្វីមួយដោយឥតមានទឹកតាំងបញ្ជាក់នោះទេហើយរឿងមុនអាគមខ្លាស្មីលក៏បានបញ្ចំសូមខន្តីអភ័យទោសចំពោះកំហុសឆ្គងដោយអចេតនាដោយប្រការណាមួយដែលយើងខ្ញុំបានធ្វើសូមបងប្អូនទស្សនាមានសុខភាពល្អរកទទួលទានមានបានសូមអរគុណ